សូមមកស្ការថ្វាយគុំចំពោះគុណចាស់ធីរានធីរាគ្រប់អង្គសុយរណពលនាងកញ្ញាប្រិមត្តអរកំពុងទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបត្ថម្ភកម្ពុជាក្រមវត្តរតនារាមទូរទស្សន៍ KK CTV ជាទីមេត្រីថ្ងៃនេះគឺថ្ងៃពុធថ្ងៃពុធមួយកើតខែកដិកឆ្នាំម្សាញ់សប្តាហ៍សពុទ្ធសករាជ2569ត្រូវថ្ងៃទី22ខែតុលាឆ្នាំ2025សូមស្វាគមន៍ប្រិយមិត្តចូលមកក្នុងកម្មវិធីវេទិកាវិភាសាឬក៏នេតិបណ្ដុះគំនិតនិងទស្សនៈនយោបាយជាកម្មវិធីជាទូទៅគឺថ្ងៃពុធយើងតែងតែនាំយកអំពីកិច្ចពិភាក្សាដែលពាក់ព័ន្ធទៅនឹងការផ្ដល់ជាគំនិតនិងទស្សនៈនយោបាយដែលត្រូវបានសម្រាប់ជាច្រើនខែកន្លងមកហើយដោយសារតែមានកិច្ចការងាររវល់แล้วហើយយើងថ្ងៃនេះយើងនឹងបន្តអំពីប្រធានបទឬក៏នីតិបណ្ដុះគំនិតនិងទស្សនៈនយោបាយបន្តអំពីសកម្មភាពនៃការផ្ដល់ជាទស្សនៈដោយគំនិតរបស់យើងក្នុងកម្មវិធីថ្ងៃពុធហើយសូមស្វាគមន៍ប្រិយមិត្តមកជួបវាគ្មិនយើងថ្ងៃនេះដើម្បីយើងនឹងពិភាក្សាពាក់ព័ន្ធទៅក្នុងការផ្ដល់ជាទស្សនៈផ្ដល់ជាគំនិតតើថ្ងៃនេះវាគ្មិនរបស់យើងនឹងមានទស្សនៈអ្វីខ្លះហើយនឹងមានអ្វីខ្លះដើម្បីជាការផ្ដល់ជាទស្សនៈនិងផ្ដល់ជាគំនិតក្នុងកម្មវិធីរបស់យើងជាសូមស្វាគមន៍ប្រិយមិត្តមកជួបវាគ្មិនយើងតែម្ដងដែលមានចំនួន2រូបលោកថៃចន្ទធីហើយនិងលោកសំប៊ុនស័កសួតប៊ុនស័កសុខសប្បាយអរគ្នាកណាសុខសប្បាយគុំបាទសុខសប្បាយគុំអង្គសុខសប្បាយគុំបាទថ្ងៃនេះយើងបានបើកកម្មវិធីផ្សាយអំពីនីតិបណ្ដុះគំនិតនិងទស្សនៈនយោបាយបន្តមកពីយើងបានសម្រាប់ជាច្រើនខែកន្លងមកហើយដោយសារតែវាគ្មិនរបស់យើងបានរវល់កិច្ចការងាររដូវសង្គ្រាមខ្មែរនិងថៃនឹងក៏បានសម្រាប់ទៅហើយយើងពេលនេះយើងនឹងយកអំពីកិច្ចការងារនឹងយកមកពិភាក្សានេះបន្តថាតើថ្ងៃនេះលោកចន្ទធីមានអីជាការសួរសុខទុក្ខហើយនឹងការចាប់ផ្ដើមហើយនឹងអំពីកិច្ចការងារព្រំដែននៃជាដែនខ្មែរនោះតើប្រហែលសប្តាហ៍នេះមានអ្វីប្លែកដែរទេលោកចន្ទធីសូមធ្វើសេចក្តីរាយការណ៍ហើយនឹងពាក់ព័ន្ធទៅក្នុងខ្មែរក្រមយ៉ាងផងសូមចេញកណាសូមអរគុណគ្រូសម្រាប់សម្រួលជាទីគោរពសូមជម្រាបសួរលោកស៊ុនហ៊ុនស័កជាវាគ្មិនមកពីប្រទេសកម្ពុជាជាទីរាប់អានសុខសប្បាយគុំជាបឋមខ្ញុំបកករណាថៃចន្ទធីសូមជម្រាបសួរជនរួមជាតិជាទីគោរពជាទីស្រឡាញ់និងជាទីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំបកករណាខ្ញុំក្នុងឱកាសថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបកករណាចូលរួមផ្សព្វផ្សាយអំពីនីតិបណ្ដុះគំនិតនិងទស្សនៈនយោបាយហើយនិងនីតិបរដ្ឋនិងច្បាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រមផ្សាយចេញពីទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលីឡើងវិញដើម្បីជាកិច្ចការបម្រើដល់ជាតិមាតុភូមិរបស់យើងសំខាន់បំផុតគឺបរដ្ឋប្រជាជាតិខ្មែរក្រមទាំងមូលដែលកំពុងរស់នៅឯកម្ពុជាក្រមក៏ដូចជានៅលើសកលលោកទាំងមូលផងដែរហើយនឹងបន្តមកទៀតគឺបរដ្ឋខ្មែរទាំងអស់ដើម្បីចែករំលែកនៃដំណឹងក្តៅពិសេសតាក់ទងនឹងរឿងសិទ្ធិនិងបាត់បង់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្រមរដ្ឋបាលអាណានិគមវៀតណាមដែលកំពុងតែកើតឡើងបច្ចុប្បន្នហើយនឹងតទៅអនាគតដើម្បីធ្វើឲ្យមានបរិយាកាសគោរពសិទ្ធិមនុស្សដើម្បីធ្វើឲ្យបរិយាកាសមានការគោរពច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់
នៅកម្ពុជាក្រោមខ្ញុំបាទថាចន្ទធីថ្ងៃហ្នឹងសូមលើកព័ត៌មាន2តាក់ទងនឹងបច្ចុប្បន្នភាពកម្ពុជាក្រោមដើម្បីចែកជូនប្រជាប្រិយមិត្តអ្នកតាមដានជាទីសម្ដាប់គឺករណីទី1ខ្ញុំប្រកាសណាខ្ញុំបាទថាចន្ទធីសូមរាយការណ៍ជូនអំពីភាពអាម៉ាស់នៃការប្រព្រឹត្តបទបៀតបៀនគេខ្មាស់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមដែលកើតឡើងនៅប្រទេសកូរ៉េក្នុងខណៈដែលលោកទៅបំពេញកាតព្វកិច្ចនៅកូរ៉េខាងបូកគឺលោកហាសឹងជៀនឈ្មោះគាត់គឺឈ្មោះThượng tướng Hòa Xuân Chiến Bộ trưởng Bộ Quốc phòng của nước Cộng hòa xã hội chủ nghĩa Việt Nam. Ở đâm sân này ai chỉ Hòa Xuân Chiến chỉរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានបំពេញកាតព្វកិច្ចជាផ្លូវការផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងបូងប៉ុន្តែទស្សនកិច្ចគេហៅទស្សនកិច្ចកណាជាដំណើរទស្សនកិច្ចរបស់គាត់ហ្នឹងនៅកូរ៉េខាងបូងវាមានព្រឹត្តិការណ៍មួយកើតឡើងដោយអំពើរបស់គាត់គឺការបៀតបៀនគេខ្មាស់ទៅលើស្ត្រីដែលជាសមាជិកឬក៏ហៅថាបុគ្គលិករបស់ក្រសួងការពារជាតិនៃកូរ៉េខាងបូងផងដែរករណីនេះគឺជាករណីអសិលធម៌ក្នុងឋានៈខ្លួនជាមេដឹកនាំបានប្រព្រឹត្តនៅទីសាធារណៈធ្វើឲ្យមានការអាប់អោនកេរ្តិ៍ឈ្មោះដល់ប្រជាជាតិវៀតណាមប៉ុន្តែតាក់ទងនឹងរឿងទាំងអស់ហ្នឹងខ្ញុំប្រកាសណាខ្ញុំបានថាចន្ទធីលើកឡើងដើម្បីជម្រាបជូនដោយព្រោះថាវៀតណាមជាអាណាព្យាបាលនៅកម្ពុជាក្រោមដែលយើងហៅថាភាគខាងបូងវៀតណាមហ្នឹងគឺទឹកដីកម្ពុជាក្រោមត្រូវបានគ្របដណ្ដប់ដោយរដ្ឋអំណាចនៃវៀតណាមទាំងស្រុងដូច្នេះបញ្ហាទាំងអស់នេះវាមិនមានគេខ្មាស់ឲ្យដល់ខ្មែរទេព្រោះយើងខ្មែរចាត់ទុកថាការដឹកនាំការគ្រប់គ្រងការធ្វើអាណានិគមរបស់វៀតណាមលើកម្ពុជាក្រោមខុសច្បាប់គ្មានច្បាប់ណាទទួលស្គាល់ថាកម្ពុជាក្រោមគឺជាប្រទេសរបស់វៀតណាមមកដល់ថ្ងៃហ្នឹងសកលលោកអត់ទាន់មានប្រទេសណាមួយសញ្ញេលើលិខិតទទួលស្គាល់ថាកម្ពុជាក្រោមគឺជាអធិបតេយ្យភាពរបស់វៀតណាមទេមិនទាន់មាននៅឡើយទេសូម្បីតែប្រទេសកម្ពុជាបោះព្រំដែនជាមួយនឹងប្រទេសវៀតណាមហ្នឹងក៏គេបោះក្នុងការអនុវត្តកាតព្វកិច្ចព្រំដែនកូសាំងស៊ីនដែរនៅចំណែកណាដែលជាអធិបតេយ្យភាពកូសាំងស៊ីននឹងខ្ញុំចង់ជម្រាបដូច្នេះយើងអត់កើតទុកទេយើងអត់កាត់ទុកយើងអត់ខ្មាស់អីដោយសារតែយួនគាត់ទៅប្រព្រឹត្តអំពើបៀតបៀនគេខ្មាស់ទៅលើស្ត្រីកូរ៉េនោះទេប៉ុន្តែរឿងធំរបស់យើងគឺយើងបារម្ភរាជខ្មែរជាង10លាននាក់នៅក្នុងអធិបតេយ្យភាពកម្ពុជាក្រោមត្រូវបាននឹងកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយអំពើរំលោភនឹងបានចេញមកពីមេដឹកនាំវៀតណាមជាអតិភិបជាករណីពិសេសដែលធ្វើឲ្យខ្មែរក្រមមិនអាចទទួលយកបាននៅដែនយុត្តាធិការរបស់តុលាការវៀតណាមអញ្ចឹងវាមិនមែនជារឿងកើតទុកដោយសារតែយើងខ្មាស់គេដោយសារតែយើងទទួលស្គាល់វៀតណាមជាមេដឹកនាំរបស់យើងទេវៀតណាមមិនបានចាត់
ទុកខ្លួនឯងជាមេដឹកនាំរបស់ខ្មែរកម្ពុជាក្រោមទេប្រសិនបើវៀតណាមទទួលស្គាល់ខ្មែរក្រោមជារាជរបស់ខ្លួនដោយសុឆន្ទៈគឺវៀតណាមមិនប្រព្រឹត្តបទអូក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើប្រជាជាតិវៀតណាមនោះទេខ្ញុំសូមជម្រាបជូនពីករណីខ្មែរក្រោមនិងវៀតណាមមកដល់បច្ចុប្បន្នជូនបងប្អូនជាសង្ខេបប៉ុណ្ណឹងតាក់ទងនឹងឧត្តមសេនីយ៍ឯកជាហួស៊ុងជាងជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមដែលប្រព្រឹត្តល្មើសនឹងវិន័យកងទ័ពល្មើសនឹងក្រមព្រហ្មទណ្ឌនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីបទបៀតបៀនកេរ្តិ៍ខ្មាស់ស្ត្រីបរទេសករណីទី2ខ្ញុំបកករណាខ្ញុំបាទសូមរាយការណ៍ជូនអំពីការអនុវត្តមិនស្ថិតនៅក្នុងភាពសុក្រិតនិងយុត្តិធម៌លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសវៀតណាមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូលមូលហេតុអីបានខ្ញុំបកករណាខ្ញុំបាទសូមរីកនត្រង់ថាការអនុវត្តច្បាប់របស់វៀតណាមប្រកាសចាប់ពីថ្ងៃ20ខែតុលាឆ្នាំ2025តទៅគឺត្រូវមានយុទ្ធនាការត្រួតពិនិត្យបានបើកបរទស្សនកិច្ចយានយន្តនិងបានសម្គាល់ទស្សនកិច្ចយានយន្តតាក់ទងនឹងការប្រើប្រាស់ចរាចរណ៍ផ្លូវគោកនៃច្បាប់ចរាចរណ៍ផ្លូវគោកនៅប្រទេសវៀតណាមគឺក្រសួងអគ្គនាយកដ្ឋានចរាចរណ៍ជើងគោកនៃក្រសួងនគរបាលវៀតណាមបានប្រកាសចាប់ពីថ្ងៃ20តុលានឹងតទៅសមត្ថកិច្ចត្រូវចុះឆែកឆេរឯកសារនិងទស្សនកិច្ចយានយន្តគ្រប់មូលដ្ឋានទាំងអស់ដោយក្នុងនោះសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកមានភារកិច្ចរុករកភាពមិនប្រក្រតីអំពីការកាន់កាប់ទស្សនកិច្ចយានយន្តហើយនឹងការបើកបរដែលមិនមានបានបើកបរករណីនេះហេតុនេះបានជាខ្ញុំបកណ្ដាខ្ញុំបាទការទុកមិនសុខចិត្តហើយលើកឡើងដើម្បីរាយការណ៍ជូនអន្តរជាតិដើម្បីឲ្យលោកស្គាល់ពីសុខទុក្ខនៃខ្មែរកម្ពុជាក្រោមកំពុងតែរែកអំរែកដ៏ធ្ងន់ដែលរដ្ឋាភិបាលវៀតណាមកំពុងតែធ្វើក្នុងគ្រួសារមួយមានម៉ូតូមួយគ្រឿងប៉ុន្តែម៉ូតូនឹងបានចុះឈ្មោះមេគ្រួសាររបស់គាត់ឈ្មោះកឧទាហរណ៍ប្រើប្រាស់ប៉ុន្តែអាពេលឈ្មោះកនឹងគាត់ឈ្មោះខជាប្រពន្ធมันបានទៅចុះឈ្មោះម៉ូតូនេះជាកម្មសិទ្ធិប្រើប្រាស់តល់ខ្លួនទេអញ្ចឹងបុគ្គលខនឹងជាប្រពន្ធមិនមានសិទ្ធិគ្រប់គ្រាន់ប្រើប្រាស់ម៉ូតូប្រើបញ្ជាម៉ូតូនឹងឲ្យទៅដល់ជូនប្តីឲ្យទៅដល់មន្ទីរពេទ្យគឺគេសំដៅទៅលើការរុករកថាបានបើកបររបស់នរណាម៉ូតូជាកម្មសិទ្ធិដែលចុះបញ្ជីរបស់នរណាអ្នកនោះជាអ្នកប្រើបើមិនមានការផ្ទេរស្របតាមការចងល់បង្ហាញនៃនីតិវិធីច្បាប់របស់វៀតណាមទេគឺប្រពន្ធឬសមាជិកក្នុងគ្រួសារមិនមានសិទ្ធិប្រើប្រាស់ទស្សនកិច្ចយានយន្តនោះឡើយការអនុវត្តបែបហ្នឹងតើវៀតណាមបានកែតម្រង់សេដ្ឋកិច្ចឲ្យខ្មែរក្រមយើងទាំងអស់គ្នាទទួលបានផលប្រយោជន៍អ្វីខ្លះហើយចាប់ពីថ្ងៃ30ខែមេសាឆ្នាំ1975មកផ្ដើមឡើងដំបូងបកនិងបដិវត្តវៀតណាមដកហូតទ្រព្យសម្បត្តិខ្មែរកម្ពុជាក្រមទុកជាសម្បត្តិរដ្ឋដោយចាត់ទុកថាទ្រព្យសម្បត្តិទាំងអស់នោះបានរឹបអូសពីពួកមូលធននិយមដែលពាក់ព័ន្ធនឹងយួនសេរីក្នុងសង្គ្រាមវៀតណាមខាងត្បូង
ករណីទី2រឹបអូសទ្រព្យសម្បត្តិដីស្រែចម្ការពីជនជាតិដើមធ្វើឲ្យជនជាតិដើមគ្មានឱកាសទទួលគេហៅថាសិទ្ធិនៃសេដ្ឋកិច្ចដែលខ្លួនមានពីកំណើតគ្រាន់តែលើកតែពីបញ្ហាហ្នឹងគឺរដ្ឋាភិបាលវៀតណាមមិនបង្កលក្ខណៈងាយស្រួលឲ្យរាជខ្មែរដែលកំពុងរស់នៅឯកម្ពុជាក្រោមទទួលបានសេដ្ឋកិច្ចពេញលេញសំណួរសួរថាតើគាត់មានលុយឯណាទៅទិញម៉ូតូ2 3បើសមាជិកក្នុងផ្ទះមាន4នាក់គឺត្រូវតែមាន4ម៉ូតូការអនុវត្តបែបហ្នឹងវាសមស្របនឹងនីតិវិធីច្បាប់សិទ្ធិមនុស្សជាសកលទេដែលវៀតណាមខ្លួនឯងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មការសិទ្ធិមនុស្សអន្តរជាតិដូច្នេះវាជាករណីបតិកិរិយាខ្ញុំចន្ទធីថាចន្ទធីសូមឲ្យថាជាបតិកិរិយាប៉ុន្តែឲ្យលោកអនុវត្តច្បាប់បែបហ្នឹងឲ្យលោកអនុវត្តនៅឯណាខ្ញុំមិនខ្វល់ទេប៉ុន្តែបើអស់លោកអនុវត្តលើទឹកដីកម្ពុជាក្រោមមាន21ខេត្តក្រុងនិងកោះធំ2គឺដាច់ខាតយើងជាកូនខ្មែរកំណើតខ្មែរក្រោមត្រូវតែបញ្ចេញមតិត្រូវតែផ្ដល់ដំណឹងនឹងទៅឲ្យអង្គការសហប្រជាជាតិគណៈកម្មការសិទ្ធិមនុស្សអន្តរជាតិគណៈកម្មការអចិន្ត្រៃយ៍នៃសិទ្ធិជនជាតិដើមដើម្បីយើងទាមទារយកមកវិញនូវភាពសុក្រិតនៃការអនុវត្តស្មារតីគ្នាចំពោះមុខច្បាប់វៀតណាមមិនអាចឈរខ្លួនឯងម្នាក់ឯងធ្វើអាណានិគមដោយខុសច្បាប់លើខ្មែរហើយចង់ធ្វើអីតាមតែអំពើចិត្តរបស់វៀតណាមនោះទេករណីហ្នឹងខ្ញុំប្រកាសណាខ្ញុំបាទថៃចន្ទធីមិនទាន់ចង្អុលបង្ហាញនៅការដែលផ្ដល់បានកម្មសិទ្ធិលើកម្មសិទ្ធិដីធ្លីនៅកម្ពុជាក្រោមនោះទេប៉ុន្តែរឿងហ្នឹងទុកអត្ថសប្តាហ៍ក្រោយរឿងបានកម្មសិទ្ធិដីធ្លីខ្ញុំសូមសម្លែកប៉ុណ្ណឹងខ្ញុំនឹងជូននៅសប្តាហ៍ក្រោយអំពីកម្មសិទ្ធិដីធ្លីតាក់ទងនឹងច្បាប់ចរាចរណ៍គឺវៀតណាមបង្កើតច្បាប់កែតម្រូវនិងវិសោធនកម្មច្បាប់រៀងរាល់ឆ្នាំដើម្បីតម្រូវចិត្តបកនឹងរដ្ឋធ្វើឲ្យមានការបង្កភាពវិនាសកម្មដោយរាជខ្មែរដែលកំពុងរស់នៅកម្ពុជាក្រោមតាក់ទងនឹងសិទ្ធិនៃការប្រើប្រាស់ច្បាប់ចរាចរណ៍ជើងគោកដូច្នេះខ្ញុំគ្មានអ្វីច្រើនដើម្បីជំរាបជូនទេសូមមកទុកវេទិកាហ្នឹងជូនលោកវាគ្មិនសូមបុណ្យស័ក្តិដើម្បីលោកចូលរួមខ្ញុំប្រកាសណាសូមប្រកេនវេទិកាហ្នឹងទៅព្រះអង្គម្ចាស់វិញកណាសូមអរគុណលោកចន្ទធីដែលបកស្រាយពាក់ព័ន្ធទៅក្នុងរឿងរ៉ាវនៃខាងកម្ពុជាក្រមឡូវថ្ងៃនេះយើងមានវាគ្មិនថ្មីមកពីខាងកម្ពុជាវិញម្ដងតើខាងកម្ពុជានឹងមានអ្វីរាយការណ៍ហើយនឹងមានអ្វីជាទស្សនៈជាគំនិតអីដែរទេលោកសួនបន្សាក់សូមចេញចាប់ដើមបាទខ្ញុំគណៈខ្ញុំបាទសួរបន្សាក់គឺសូមថ្វាយបង្គំព្រះសង្ឃសូមគោរពបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងទាំងក្រៅស្រុកបាទខ្ញុំសូមដែលខ្ញុំបានកត់សម្គាល់បានស្ដាប់បងចន្ទធីដែលបានលើកឡើងជាហេតុការណ៍ផ្សេងៗនៅខាងប្រទេសវៀតណាមតាមអង្គហេតុគាត់បានលើកឡើងបាញ់មិញនេះតាំងពីទិដ្ឋភាពផ្នែកច្បាប់ហើយទាំងអស់ហ្នឹងបាទតើការដែលធ្វើច្បាប់ផ្សេងរបស់ប្រទេសវៀតណាមវាប៉ះពាល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រមយ៉ាងដូចម្តេចគឺបងចន្ទធីគាត់បានលើកឡើងហើយប្រអ្វីដែលខ្ញុំចង់និយាយក្នុងឋានៈខ្ញុំជាអ្នករៀនសូត្រនៅវិស័យសិទ្ធិមនុស្សបានស៊ីជម្រៅគឺខ្ញុំចង់និយាយថាការដែលធ្វើច្បាប់នេះបាទការដែលធ្វើច្បាប់នេះគឺថាការដែលធ្វើច្បាប់បើកាលណាយើងបង្កើតជាច្បាប់មកគឺដើម្បីជាការសង្កត់សង្កិនដើម្បីជាការរឹតបន្តឹងដៃទៅលើក្រមជាតិសាសន៍ណាមួយ
នៅក្នុងរដ្ឋណាមួយគឺមិនជារឿងត្រឹមត្រូវទេបាទពីព្រោះតែជាធម្មតាច្បាប់ដែលត្រឹមត្រូវបើច្បាប់ដែលគោរពសិទ្ធិមនុស្សគឺបានស្ដីថាជាច្បាប់ដែលត្រូវបានគេចងក្រងជាច្បាប់ដែលត្រូវបានគេធ្វើគេចេញជាច្បាប់មកគឺគេត្រូវគិតអំពីមនុស្សនៅក្នុងរដ្ឋបាទទោះបីជាមនុស្សនៅក្នុងរដ្ឋនោះគឺមានជាក្រមជាតិសាសន៍ណាមានជាក្រមជាតិសាសន៍អ្វីមួយក៏ដោយគឺច្បាប់ដែលគេបង្កើតមកគេហៅថាត្រូវមានការការពារតាមផ្លូវច្បាប់ដោយស្មើគ្នាហើយច្បាប់ក៏មិនរើសអើងគឺមានន័យថាច្បាប់ដែលចែងមកគឺអនុវត្តដូចគ្នាចំពោះប្រជាជននៅក្នុងរដ្ឋហ្នឹងមិនមែនមានន័យថាការដែលបង្កើតច្បាប់មកគឺក្រមជាតិសាសន៍មួយនេះនៅក្នុងទៅនេះទៅអនុវត្តចេះហើយច្បាប់នេះដែលត្រូវបានបង្កើតមកគឺថាត្រូវអនុវត្តចំពោះក្រមជាតិសាសន៍នោះទៅចេះមិនមែនទេគឺច្បាប់តែបង្កើតមកគឺជាកម្រិតជាតិគឺថ្នាក់ជាតិតម្ដងហើយក៏ច្បាប់នោះត្រូវគោរពតាមគោលការណ៍សិទ្ធិមនុស្សជាអន្តរជាតិតួយ៉ាងដូចជាប្រទេសវៀតណាមជារដ្ឋមួយដែលជាសមាជិកអង្គការសហប្រជាជាតិហើយមានកាតព្វកិច្ចត្រូវការលើកកម្ពស់សិទ្ធិមនុស្សដូចតែមានចែងទុកនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក៏ដូចជាសិទ្ធិពលរដ្ឋនយោបាយសិទ្ធិសេដ្ឋកិច្ចដែលខ្ញុំជឿថាប្រទេសវៀតណាមក៏ជាប្រទេសជារដ្ឋជាភាគីនៃសិទ្ធិសញ្ញាសិទ្ធិមនុស្សទាំងអស់ហ្នឹងគឺបានស្ដីថាម៉េចគឺបើកណាតែប្រទេសវៀតណាមដែលជារដ្ឋជាភាគីនៃសិទ្ធិសញ្ញាសិទ្ធិមនុស្សទាំងអស់ហ្នឹងក៏ធ្វើច្បាប់មកគឺថាច្បាប់ហ្នឹងគឺត្រូវអនុវត្តសម្រាប់ប្រជាជាតិទាំងមូលមកគាត់បាទទោះបីជានៅក្នុងរដ្ឋប្រទេសវៀតណាមហ្នឹងមានក្រមពូជសាសន៍ក្រមជាតិសាសន៍ផ្សេងៗក៏ដោយក៏ប៉ុន្តែច្បាប់ហ្នឹងក៏ត្រូវតែវាមានជាការគ្រប់គ្រងគេហៅថានិយត្តកម្មច្បាប់ហ្នឹងគឺថាត្រូវតែអនុវត្តស្មើគ្នានៅក្នុងសង្គមมันអាចថាធ្វើច្បាប់មកគឺតម្រូវឲ្យជនជាតិដើមដែលជាជនជាតិដើមដែលមានឈាមជ័រជាខ្មែរហ្នឹងត្រូវអនុវត្តអញ្ចេះជនជាតិវៀតណាមទៅធ្វើចោះមិនមែនអញ្ចឹងទេបាទគឺថាអនុវត្តដូចគ្នាខ្ញុំសូមឧទាហរណ៍ថាការធ្វើច្បាប់មួយទាក់ទងទៅរឿងការប្រើប្រាស់ម៉ូតូដោយវាគ្មិនចន្ទធីគាត់បានលើកឡើងបាញ់មិញនេះគឺថាការដែលយើងធ្វើច្បាប់បង្កើតមកគឺថាមានជាច្បាប់មកគឺថាមនុស្សម្នាក់ប្រើប្រាស់ម៉ូតូបានតែម្នាក់អញ្ចឹងគឺមិនសមស្របទេអញ្ចឹងបាទគឺធម្មតានៅក្នុងគ្រួសារគឺមានបងមានប្អូនគឺម៉ូតូមួយដែលចុះបញ្ជីជារបស់នរណាហ្នឹងគឺគេអាចខ្ចីគេអាចពឹងពាក់គ្នាទៅមកវិញបានជារឿងធម្មតាទេគាត់ថាការអនុវត្តជាក់ស្ដែងគឺបើសិនជាកទៅខ្ចីម៉ូតូរបស់ខជីដែលម៉ូតូហ្នឹងគឺជាកម្មសិទ្ធិរបស់ម៉ូតូគឺឈ្មោះខបើសិនជាខ្លាចថាអាជ្ញាធរមានសមត្ថកិច្ចខាងកៃឡូម៉ូតូចោលកៃឡូម៉ូតូអីគឺសុំកាត់គីទៅជាមួយទៅបាទក៏ដែលទៅសុំខ្ចីម៉ូតូខហ្នឹងដែលខ្ចីម៉ូតូផងហើយសុំកាន់កាត់គីម៉ូតូទៅជាមួយទៅមិនបញ្ហាទេក៏ប៉ុន្តែបើកណាយើងទៅធ្វើគោលការណ៍ច្បាប់រដ្ឋបတ်តលថាមានថាម្ចាស់ម៉ូតូដែលជិះម៉ូតូបានបងប្អូនខ្ចីគ្នាមិនបានអញ្ចឹងមិនសមស្របទេពីព្រោះគោលការណ៍សិទ្ធិមនុស្សគឺដូចយើងនឹងស្រាប់ហើយមានសិទ្ធិពលរដ្ឋនយោបាយហើយក៏មានសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌គឺបើកណាតែសង្គមគឺមនុស្សរាប់រួមបាទសង្គមគឺនឹងប្រមូលផ្ដុំដែលមានជាលក្ខណៈគ្រួសារដែលមានជាលក្ខណៈសហគមន៍ហើយបើកណាមានជាលក្ខណៈគ្រួសារនិងសហគមន៍គឺមនុស្សតែងតែពឹងពាក់គ្នាបានជារឿងធម្មតាទេហើយរដ្ឋមួយគឺមិនគួរធ្វើច្បាប់ដែលថារបស់នេះប្រើបានតែអ្នកនេះដូចជាម៉ូតូឡានមិនចឹងទេគឺត្រូវតែមានជាលក្ខណៈចំហហើយដើម្បីហេតុផលសន្តិសុខឧបមាថាកទៅខ្ចីឡានខកទៅខ្ចីឡានទៅខ្ចីខទៅខ្ចីម៉ូតូខគឺដើម្បីហេតុផលសន្តិសុខអាចកាន់កាតគ្រីទៅផងដែរបាទហើយចាំសម្បត្តិគេឆែកមើលថាអូខ្ញុំខ្ចីម៉ូតូគេទេនេះកាតគ្រីរបស់អ្នកនេះបងខ្ញុំរបស់លោកឪពុកខ្ញុំអញ្ចឹងទៅបែបហ្នឹងហើយយើងក៏ទៅធ្វើច្បាប់តឹងរឹងតលថាអ្នកនេះជាម៉ូតូរបស់អ្នកនេះក្រៅពីអ្នកនេះប្រើប្រាស់មិនបានអាហ្នឹងគឺមិនសមស្របតាមគោលការណ៍សិទ្ធិមនុស្សគោលសិទ្ធិមនុស្សវាត្រូវការពឹងពាក់គ្នាវាជួយគ្នាវារាប់អានគ្នាវាទំនាក់ទំនងគ្នាចឹងឯងអញ្ចឹងបាទគឺអញ្ចឹងបាទអញ្ចឹងខ្ញុំចង់ជូនជាសេចក្តីផ្ដើមប៉ុណ្ណឹងសិនហើយតាកតងពីរឿងនៃអធិបតេយ្យនៃរដ្ឋផ្សេងៗទុកហើយវាគ្មិនចន្ទធីគាត់បកស្រាយប៉ុន្តែខ្ញុំក៏និយាយពីរឿងដែលគោលការណ៍ប៉ុន្តែសំណួរផ្សេងទៀតដែលជាតាកតងទៅច្បាប់ហើយតាកតងប្រតិសិទ្ធិមនុស្សទៅតើវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលវាប៉ះពាល់លោកប៊ុនស័ក
ប្រជាពលរដ្ឋមិនគឺជួយអន្តរជាតិសូមអរគុណលោកវណ្ណសាអាត្មាស្ដាប់បែបមិញហាក់ដូចជាសិទ្ធិមនុស្សហ្នឹងវាគ្របដណ្ដប់ទូទៅទាំងអស់មិនថាប្រទេសណាដែលជាប្រទេសដែលនៅក្នុងសម័យនៃនៅក្រមការជាសមាជិកនៃអង្គការសហប្រជាជាតិត្រូវតែមានការចុះហត្ថលេខាយកច្បាប់សិទ្ធិមនុស្សយកទៅអនុវត្តទោះបីក្រមខាងកុម្មុយនីសក៏ដោយក៏ដូចជាយួននិងវៀតណាមជាវៀតណាមនិងចិនអីជាដើមជាប្រទេសកុម្មុយនីសអញ្ចឹងច្បាប់សិទ្ធិមនុស្សហ្នឹងតើពួកគេហ្នឹងគេមិនឃើញអនុវត្តគោរពសិទ្ធិមនុស្សទេគេធ្វើអ្វីធ្វើតាមចិត្តគេមិនបានគិតអំពីគ្រប់ជ្រុងជ្រោយនៃច្បាប់សិទ្ធិមនុស្សឬក៏អ្វីទេម្ល៉េះហើយពួកគេនេះគេធ្វើអ្វីធ្វើតាមចិត្តតើពួកកុម្មុយនីសហ្នឹងគាត់មានគោលការណ៍សិទ្ធិមនុស្សដែរទេលោកបុត្រសាលើសំឡេងយ៉ាងទី1ព្រះអង្គមានសង្កេតការថានៃច្បាប់សិទ្ធិមនុស្សគឺជាច្បាប់ដែលត្រូវការអនុវត្តដែលស្មើគ្នាទូទាំងសកលលោកក្នុងចំណោមរដ្ឋជាសមាជិករបស់អង្គការសហជីវគឺត្រឹមត្រូវហើយបាទในកម្ពុជាច្បាប់បាទในកម្ពុជាច្បាប់ហើយមេច្បាប់នៃសិទ្ធិមនុស្សរបស់អង្គការសហជីវនេះគឺគេហៅថាជាសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សចឹងបាទតែសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សគឺបានសេចក្តីថានៅគេចែងជាសេចក្តីថ្លែងការណ៍ដែលជាការទទួលស្គាល់ជាលក្ខណៈសកលទូទាំងពិភពលោកគឺថាមនុស្សត្រូវមានសិទ្ធិនៃសេរីភាពក្នុងការចែងមតិត្រូវមានសេរីភាពในការដើរហើរត្រូវមានសិទ្ធិនៃការចូលរួមកិច្ចការសង្គមត្រូវមានសិទ្ធិចូលរួមកិច្ចការនយោបាយគឺជាគោលការណ៍គឺថានៅតម្រូវឲ្យរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហជាតិគឺអនុលោមទៅតាមគោលការណ៍នេះបាទជាគោលការណ៍គឺចឹងបាទទោះបីជារដ្ឋណាក៏ដោយបាទគឺប្រជាពលរដ្ឋនៅក្នុងរដ្ឋរបស់ខ្លួនដែលខ្លួនជាអ្នកឃុំគ្រងបាទដូចជារដ្ឋកម្ពុជារដ្ឋវៀតណាមរដ្ឋសូវៀតរដ្ឋជប៉ុនណាក៏ដោយគឺថាទាំងអស់ហ្នឹងគឺរដ្ឋាភិបាលត្រូវតែនៃអនុលោមតាមគោលការណ៍សិទ្ធិមនុស្សដែលតម្រូវឲ្យប្រជាពលរដ្ឋមានសិទ្ធិមានសេរីភាពដោយដែលមានចែងទុកនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនេះឯងនេះគឺជាគោលការណ៍ជាចេតនាធំរបស់ពិភពលោកគឺគេត្រូវឲ្យរដ្ឋជាសមាជិកមានអនុលោមភាពនៅក្នុងការគោរពគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងទុកនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលនេះជាគោលការណ៍គឺចឹងក៏ប៉ុន្តែជាក់ស្ដែងយ៉ាងម៉េចដែលជាក់ស្ដែងនេះគឺដោយសារតែរដ្ឋផ្សេងនៅលើពិភពលោកនេះគឺបាទមានរដ្ឋសេរីមានរដ្ឋកុម្មុយនីសសង្គមនិយមនៅសល់ក៏ដូចជារដ្ឋផ្ដាច់ការផ្សេងដូចជារដ្ឋនៅខាងប្រទេសអ៊ីស្លាមអីចឹងទៅក៏ដែលយើងត្រូវទទួលស្គាល់ថាដែលខ្លឹមសារសិទ្ធិមនុស្សជាសកលបាទខ្លឹមសារសិទ្ធិមនុស្សជាសកលនៅលើសកលលោកនេះគឺមិនទាន់បានអនុវត្តឲ្យត្រឹមត្រូវឲ្យស្មើភាពគ្នាឲ្យដូចគ្នានៅលើផែនដីនោះទេដោយប្រទេសកម្ពុជាជាប្រទេសនៃកាន់លទ្ធិប្រជាធិបតេយ្យសេរីភូប៉ាគឺបានសេចក្តីថាប្រជាពលរដ្ឋខ្មែរជាគោលការណ៍ស្របតាមច្បាប់គឺអ្នកមានសិទ្ធិក្នុងការធ្វើមានសិទ្ធិចូលរួមកិច្ចការសង្គមមានសិទ្ធិចូលរួមកិច្ចការសេដ្ឋកិច្ចមានសិទ្ធិចូលរួមកិច្ចការនយោបាយហើយមានសិទ្ធិមានជំនឿទៅតាមជំនឿផ្សេងដែលខ្លួនជឿវាលែងតែការដែលជឿហ្នឹងគឺវាធ្វើមហន្តរាយដល់សង្គមធ្វើមហន្តរាយដល់បុគ្គលឬក៏មហន្តរាយដល់សង្គមឬក៏ប៉ះពាល់ទំនៀមទម្លាប់ល្អដល់សង្គមអានេះគេមិនអនុញ្ញាតទេក៏ប៉ុន្តែបើគាត់តែជឿថាណែខ្ញុំគោរពគោញីខ្ញុំត្រូវអង្គុយដើមឈើនេះដើម្បីបានបុណ្យអានឹងគឺអង្គុយចោះអត់បញ្ហាទេកុំឲ្យតែការដែលជឿនេះវាប៉ះពាល់ដល់អ្នកដទៃនេះគឺជាគោលការណ៍សិទ្ធិមនុស្សខាងផ្នែកជំនឿគឺយ៉ាងដូចឆ្ងាយហើយបើនិយាយពីរឿងកិច្ចការសង្គមគឺមនុស្សចូលរួមធ្វើកិច្ចការសង្គមនោះបើកអង្គការក្រៅរដ្ឋាភិបាលដូចយើងកំពុងធ្វើនេះបាទហើយក៏ដូចជាដើម្បីអប់រំផ្សព្វផ្សាយបើថាចូលរួមកិច្ចការនយោបាយគឺយើងមានមតិយើងមានយោបល់និយាយពីរឿងដំណើរការអភិបាលកិច្ចរដ្ឋយ៉ាងម៉េចឬក៏បើចង់ចូលរួមអាស៊ីជម្រៅគឺយើងអាចចូលរួមបង្កើតជាគណៈបកនយោបាយដើម្បីប្រកួតប្រជែងតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យដើម្បីចូលរួមគ្រប់គ្រងរដ្ឋនេះគឺជាសិទ្ធិនយោបាយគេចង់គិតអញ្ចឹងហើយចុះថាអញ្ចឹងបើខ្ញុំជារដ្ឋចិនហើយចុះបើខ្ញុំជារដ្ឋវៀតណាមហើយចុះបើខ្ញុំជារដ្ឋប្រ៊ុយណេបើគ្រប់គ្រងដោយស្ដេចគេធ្វើមិនទៅកន្លែងនេះគឺជាខ្ញុំនិយាយថាជាការខ្វះចន្លោះនៃការអនុវត្តនៃស្តង់ដារសិទ្ធិមនុស្សដែលគេបានកំណត់ជាសកលមកនេះគឺមានន័យថាគឺមិនទាន់បានអនុវត្ត
ដែលមានអត្តឡោមភាពឲ្យស្របតាមគោលការណ៍សិទ្ធិមនុស្សដែលចែងទទួលស្គាល់ជាលក្ខណៈអន្តរជាតិឬក៏ជាលក្ខណៈសកលនោះទេនេះគឺជាការនៅខ្វះចឹងណាបាទនេះគឺជាការនៅខ្វះក្នុងការអនុវត្តឬក៏ហៅថាការអនុឡោមភាពទៅតាមសេចក្តីថ្លែងការណ៍ទៅតាមខ្លឹមសារជាសកលរបស់សិទ្ធិមនុស្សយើងត្រូវទទួលស្គាល់ចឹងមកទទួលស្គាល់ណាបាទគឺមិនទាន់មានការអនុវត្តពេញលេញទេពីព្រោះរដ្ឋខ្លះគេរដ្ឋកុម្មុយនីសគឺគេត្រូវការបកនយោបាយតែមួយហើយបើកាលណាយើងទៅធ្វើនយោបាយមិនមែនត្រឹមតែបញ្ចេញនយោបល់ពីរឿងនយោបាយតែប៉ុណ្្នឹងទេដល់ទៅបង្កើតគណៈបកនយោបាយមួយទៀតគឺអានឹងគឺមានបញ្ហានៅជាមួយរដ្ឋហ្នឹងដោយសារតែគេហៅថារបាំងផ្នែកនយោបាយហើយរបាំងផ្នែករបបនយោបាយនៃរដ្ឋហ្នឹងគេមិនទាន់អនុញ្ញាតឲ្យមានប្រជាធិបតេយ្យសេរីភូបកនៅក្នុងរដ្ឋគេហ្នឹងគឺគេអនុញ្ញាតឲ្យយើងត្រឹមតែមានការតវ៉ាពីរឿងការចុះបញ្ជីពីរឿងគឺធ្វើបានដីធ្លីផ្សេងអានេះក៏តាកតងកិច្ចការសាធារណៈតែតាកតងកិច្ចការសាធារណៈវាស្មើនឹងកិច្ចការនយោបាយដូច្នេះនៅរដ្ឋខ្លះគឺគេអនុញ្ញាតតែប៉ុណ្ណឹងចឹងបាទប៉ុន្តែរដ្ឋយើងនេះគឺថាដូចរដ្ឋអាមេរិករដ្ឋអូស្ត្រាលីរដ្ឋខ្មែរនេះគឺអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់សិទ្ធិនយោបាយពេញលេញហ្មងអញ្ចឹងចំណុចនេះខ្ញុំកណាចង់ទូលbeginបងប្អូនជនរួមជាតិថាដែលបើនិយាយពីរឿងស្តង់ដារជាសកលបើនិយាយពីរឿងគោលការណ៍គោរពសិទ្ធិមនុស្សជាសកលដែលមានចែងទុកនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិនេះគឺមិនទាន់បានគោរពមិនទាន់បានមានអនុឡោមភាពឲ្យពេញលេញឲ្យស្មើគ្នាក្នុងចំណោមបណ្ដារដ្ឋទូទាំងពិភពលោកនោះទេអានេះទទួលស្គាល់អញ្ចឹងទទួលស្គាល់អញ្ចឹងក៏ប៉ុន្តែបើសិនជាដូចរដ្ឋកម្ពុជាយើងផ្ទាល់នេះដូចជារដ្ឋអូស្ត្រាលីឲ្យតែមានកម្លាំងបញ្ញាបើនយោបាយគឺចុះជីបើគណៈបកនយោបាយដែរប៉ុន្តែរដ្ឋចិនរដ្ឋវៀតណាមគឺមិនអាចធ្វើបានទេដោយសារតែគេហៅថារបាំងរបបនយោបាយដែលគេមិនទាន់បានអនុឡោមភាពដែលគេមិនទាន់បានអនុញ្ញាតឲ្យគោរពសិទ្ធិមនុស្សដល់កម្រិតហ្នឹងដូច្នេះការអនុវត្តគោរពសិទ្ធិមនុស្សជាសកលនេះគឺនៅខ្វះនៅមានកម្រិតមិនទាន់ពេញលេញទេបាទអានេះខ្ញុំកណាសូមជម្រាបជូនព្រះអង្គក៏ដូចជាបងប្អូនជនរួមជាតិនៃយ៉ាងដូចនេះឯងយើងមិនអាចទៅនិយាយពីរឿងសិទ្ធិមនុស្សពេញលេញដូចជារដ្ឋ Brunei ដូចជារដ្ឋវៀតណាមរដ្ឋចិនបានទេនៅក្នុងគណៈពេលរដ្ឋមានរបបបាយជាកាន់តែគុណផងអូខេអញ្ចឹងអាត្មាចង់សួរថាបើប្រទេសដែលគេមិនគោរពសិទ្ធិមនុស្សមិនអនុវត្តតាមអនុឡោមនៃអង្គការសហប្រជាជាតិបានប្រកាសជាសកលសេចក្តីថ្លែងការណ៍ហ្នឹងតើហេតុដូចម្តេចបានជាបកកុម្មុយនីសឬក៏ប្រជាជាតិកុម្មុយនីសហ្នឹងគាត់មានសិទ្ធិទៅរកស៊ីជាមួយនឹងប្រទេសសេរីលោកបន្សុទ្ធបន្សាក់ហេតុអ្វីបានពួកគាត់ហ្នឹងទៅរកស៊ីបានជាមួយនឹងពួកកែងដូចជាសហរដ្ឋអាមេរិកនិងប្រទេសយុរ៉ុបឯជាដើមមកពីអ្វីហេតុអ្វីបានគេទៅរកស៊ីជាមួយគេបានសមត្ថស្រ័យព្រះអង្គខ្ញុំឃើញព្រះអង្គតកតងគ្នាមិនបានលេខដាច់ប្រជាជនសម្លេងដាច់ចន្ទធីសម្លេងស្មើលើច្បាស់ទេលើច្បាស់ទេកូនអូខេប្រហែលជាមកអំពីគាត់ហ្នឹងគាត់ដាច់សេវាលោកចន្ទធីចឹងសូមលោកធីចន្ទធីបន្តណាលោកប៊ុនសាក់អាចចូលរួមបានទេប្រជាជនចង់សួរសំណួរដែលហេតុអីបានជាការអនុវត្តសិទ្ធិមនុស្សនេះមិនបានស្មើគ្នាប្របគ្នាឬពិភពលោកទេប្រជាជនណាបាទចង់សឹងចឹងចង់សួរថាបកកុម្មុយនីសវៀតណាមយួននេះជាដើមហ្នឹងនឹងចិនគាត់មិនបានយកសិទ្ធិមនុស្សមកអនុវត្តនៅប្រទេសគាត់ទេប៉ុន្តែគាត់មានសិទ្ធិសេរីទៅរកស៊ីជាមួយនឹងប្រទេសដទៃដូចជាសហរដ្ឋអាមេរិកដូចជាជាមួយនឹងប្រទេសយុរ៉ុបជាដើមប៉ុន្តែមកកត្តាអ្វីបានពួកយុរ៉ុបហ្នឹងគេរកស៊ីជាមួយនឹងពួកកុម្មុយនីសបានអូកណាទូបានครับបាទកណាខ្ញុំស្ដាប់បានរវាងរដ្ឋនិងរដ្ឋខ្ញុំកណាសូមជម្រាបជូនព្រះអង្គដែលពីរឿងរបបនយោបាយរបស់គេសិនបើទី1និយាយពីរឿងស្គាល់ថាគេបានកំណត់ជាស្តង់ដារថាប្រជាពលរដ្ឋនៃរដ្ឋមួយគឺគេមាន
ណែគេត្រូវតែអនុវត្តគោលការណ៍សិទ្ធិមនុស្សឲ្យបានស្មើគ្នាឧទាហរណ៍ដូចជាសិទ្ធិនយោបាយអញ្ចឹងត្រូវស្មើគ្នាក៏ប៉ុន្តែជាក់ស្ដែងគឺរដ្ឋផ្សេងនៅលើពិភពលោកនោះគឺគេអត់បានជាវបាទដូចជារដ្ឋវៀតណាមដូចជារដ្ឋចិនជាដើមនេះគឺថាគេអត់បានជាវគេអត់បានគោរពគោលការណ៍សិទ្ធិមនុស្សទាំងស្រុងនោះទេអញ្ចឹងហើយបានជាយើងឃើញមានរបបនយោបាយខុសគ្នាបាទគឺដោយសារតែរបបនយោបាយខុសគ្នានេះគឺគេមិនបានទទួលយកការគោរពគោលការណ៍សិទ្ធិមនុស្សជាសកលទាំងស្រុងទេបាទនឹងទី1ទី2បដិជនមានសង្កេតការថាហេតុអ្វីបានជារដ្ឋខ្លះមិនមានការគោរពគោលការណ៍សិទ្ធិមនុស្សជាសកលពេញលេញក៏ប៉ុន្តែដូចជារដ្ឋវៀតណាមដូចជារដ្ឋចិនហ្នឹងមិនទៅរកស៊ីជាមួយអឺរ៉ុបបានអានេះគឺដោយសារតែជាកិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋគេអាចទទួលយកបាននៅលក្ខខណ្ឌក្នុងការធ្វើសេដ្ឋកិច្ចជាមួយគ្នាផងណាបាទគឺគេយល់ឃើញថាធ្វើបិទរដ្ឋមួយហ្នឹងគឺផ្នែកវិស័យនយោបាយមិនមានជាសេរីភាពផ្នែកនយោបាយពេញលេញក៏ដោយក៏ប៉ុន្តែគេអាចធ្វើកិច្ចការសហការជាមួយគ្នាបានខាងផ្នែកវិស័យសេដ្ឋកិច្ចក៏គេធ្វើចឹងទៅអានេះវាទាក់ទងទៅនឹងអធិបតេយ្យភាពនៃរដ្ឋនីមួយៗដែលគេត្រូវសហការរកស៊ីជាមួយគ្នាបាទនេះគឺជាចម្លើយសមស្របទល់នឹងសំណួរហ្នឹងគឺមានន័យចឹងប៉ុណ្ណាបាទគេអត់គិតថាគេមិនបានគិតថាដោយសារនេះឯងមិនមានរបបនយោបាយដូចខ្ញុំក៏ធ្វើការជាមួយនេះមិនកើតគឺមិនចឹងទេអានេះគឺជាអធិបតេយ្យភាពនៃរដ្ឋក្នុងការសហការគ្នារវាងរដ្ឋមួយនិងរដ្ឋមួយទោះបីជា regime politics នេះទោះបីជារបបនយោបាយវាខុសគ្នាលៀងគ្នាខ្លះក៏ដោយណាប្រតិជននេះជាហេតុផលបាទគឺតាក់ទងនឹងអធិបតេយ្យរដ្ឋក្នុងការទំនាក់ទំនងអន្តរជាតិរបស់គេបាទណាមានន័យចឹងបាទប្រតិជនសូមអរគុណបាទអញ្ចឹងសិទ្ធិមនុស្សដូចជាមិនសូវមានប្រសិទ្ធភាពអញ្ចឹងបានន័យថាដូចជាអង្គការ WTO ហ្នឹងគេហៅថាអង្គការពាណិជ្ជកម្មពិភពលោកហ្នឹងហៅ WTO ហ្នឹងក៏ជាទូទៅគាត់ទៅរកស៊ីជាមួយនឹងប្រទេសណាក៏ដោយក៏គាត់តែណំយកសិទ្ធិមនុស្សទៅអនុវត្តដូចជាធ្វើការគ្រប់តាមច្បាប់ស្តង់ដាររបស់គេក្នុងមួយថ្ងៃគេធ្វើ8ម៉ោងអីជាដើមតើអាហ្នឹងបានន័យថាកុម្មុយនីសហ្នឹងគាត់គ្រាន់តែគាត់សញ្ញេយកតែច្បាប់ណាល្មមអនុវត្តបានគាត់មិនយកទាំងអស់ទេឬក៏យ៉ាងម៉េចលោកបុត្រសាក់កំលេងគាត់នឹងមិនគេសេវាមិនសូវល្អណាលោកចន្ទធីបន្តលោកចន្ទធីកណាដែលការគោរពគោលការណ៍សិទ្ធិមនុស្សនេះគឺគេគោរពគេបានគោរពមើងងាត់តាមផ្នែករបស់វាបាទឧទាហរណ៍ថាខ្ញុំកណាសូមឧទាហរណ៍ថានៅប្រទេសវៀតណាមប្រទេសចិនបាទគាត់មិនបានគោរពគោលការណ៍សិទ្ធិមនុស្សជាពិសេសខាងវិស័យនយោបាយឲ្យមើងម៉ាត់ឲ្យពេញលេញក៏ដោយក៏ប៉ុន្តែនៅពេលដែលគេសហការគ្នារកស៊ីឧបមាថាប្រទេសអឺរ៉ុបក៏សហការជាមួយប្រទេសវៀតណាមប្រទេសចិនគឺគេមានគោលការណ៍គោរពសិទ្ធិមនុស្សនៅក្នុងបរិបទការងារគេថាណែដើម្បីកុំឲ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យការងារដូចជាក្នុងរោងចក្រជាដើមហ្នឹងគឺតាមគោលការណ៍ WTO ផងដែរបាទគឺថាត្រូវធ្វើការប៉ុណ្ណេះម៉ោងក្នុងមួយថ្ងៃហើយបើសិនជាថែមម៉ោងទៅត្រូវមានប្រាក់ប៉ុណ្ណេះថែមអញ្ចឹងទៅបាទគឺគោលការណ៍យ៉ាងដូចនេះគឺគេអាចធ្វើទៅបាននិយាយរួមគឺបើសិនជាសិទ្ធិមនុស្សនៅក្នុងវិស័យសេដ្ឋកិច្ចគឺគេអនុវត្តដូចគ្នាជាទូទៅចំណេះផ្ដាច់គុណបាទในការគោរពសិទ្ធិមនុស្សនៅក្នុងវិស័យសេដ្ឋកិច្ចគឺគេអាចនិយាយគ្នាបានពីប្រឹងប្រែងគោរពឲ្យដល់ស្តង់ដារជាមួយថាធ្វើការគឺធ្វើយ៉ាងដូចនេះទៅគោរពគោលការណ៍អញ្ចេះហើយដើម្បីកុំឲ្យមានការរំលោភសិទ្ធិមនុស្សត្រូវធ្វើការរយៈពេលប៉ុណ្ណេះម៉ោងហើយបើសិនជាលើសមកត្រូវថែមលុយអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងមានន័យថាម៉េចគឺការគោរពសិទ្ធិមនុស្សនោះគឺបើនិយាយសាមញ្ញភាសាខ្មែរថាវាមានទៀបខ្ពស់វាមានកញ្ឆែតកញ្ឆោតទៅដែរកន្លែងនេះបាទក៏ប៉ុន្តែបដិជនមានសង្កេតការថាបាទបដិជនមានសង្កេតការថាអញ្ចឹងសិទ្ធិមនុស្សដូចមិនសូវមានប្រសិទ្ធភាពខ្ញុំកណាសូមប្រគិនយោបល់ជូនព្រះអង្គវិញចេះជូនប្រគិនយោបល់ព្រះអង្គវិញថាដែលសាមញ្ញថាយើងមិនគួរបន្ទោសនៃប្រសិទ្ធភាពនៃសិទ្ធិមនុស្សទេសិទ្ធិមនុស្សវាជាគោលការណ៍អង្គសិទ្ធិមនុស្សវាជាគោលការណ៍ដែលជាការទទួលស្គាល់សិទ្ធិថាជាមនុស្សវាមានសិទ្ធិយ៉ាងដូចនេះក៏ប៉ុន្តែអាដេចមិនមានប្រសិទ្ធភាពនោះគឺជាអាដេចរត់ទៅវិញតែជួនណាកណាអាដេចវាមិនមានប្រសិទ្ធភាពគឺជាការអនុវត្តដែលមិនមានប្រសិទ្ធភាពដែលវាមិនគ្រប់តាមស្តង់ដារសិទ្ធិមនុស្សចេះនេះបដិជនសូមបងប្អូនយើងសូមគិតយ៉ាងដូចនេះវិញ
សិទ្ធិមនុស្សគេចែងទទួលស្គាល់ថាមនុស្សត្រូវធ្វើការមួយថ្ងៃ8ម៉ោងហើយត្រូវបានទទួលប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃអញ្ចេះឬក៏ប្រចាំខែអញ្ចេះកុំឲ្យខុសពីគោលការណ៍ហ្នឹងតែខុសពីគោលការណ៍ហ្នឹងគឺវារំលោភសិទ្ធិមនុស្សហើយចេះដូច្នេះសិទ្ធិមនុស្សគឺជាគោលការណ៍ដែលគេទទួលស្គាល់ក៏ប៉ុន្តែរដ្ឋទៅវិញទេរដ្ឋយើងនេះរដ្ឋផ្សេងដែលជាសមាជិកអង្គការសហជាតិនេះដែលទទួលយកអានេះគោលការណ៍សិទ្ធិមនុស្សហើយហ្នឹងក៏ប៉ុន្តែបែរទៅជាមិនអនុវត្តបែរទៅជាមិនធ្វើអនុលោមភាពឲ្យគ្រប់តាមគោលការណ៍សិទ្ធិមនុស្សហើយបើកាលណាតែធ្វើមិនគ្រប់តាមគោលការណ៍សិទ្ធិមនុស្សប្រែមកថាគ្មានប្រសិទ្ធភាពដោយព្រះអង្គមានសង្ឃដីកាមិនចឹងដូច្នេះតេតូនប្រសិទ្ធភាពនេះគឺជាប្រសិទ្ធភាពនៃការបំពេញសិទ្ធិមនុស្សគឺជាប្រសិទ្ធភាពនៃការអនុវត្តសិទ្ធិមនុស្សគឺជាការធ្វើឲ្យបានខ្លាំងដើម្បីឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្សអញ្ចឹងសិទ្ធិមនុស្សគឺជាគោលការណ៍ដែលកញ្ចែងទុកមកហើយយើងទេដែលត្រូវអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សចង់មានអីចឹងណាបងបាទត្រូវលោកដូចយើងចែងច្បាប់ចែងមកដល់2បាទច្បាប់ចែងមកដល់8បាទក៏ប៉ុន្តែដើម្បីអនុវត្តច្បាប់ឲ្យល្អគឺមន្ត្រីជាអ្នកអនុវត្តច្បាប់ចង់និយាយចេះប៉ុន្តែច្បាប់ដែលគេចែងមកវា8ហើយឧទាហរណ៍ចឹងចឹងប្រតិគុណណាសូមអរគុណបាទអូខេត្រឹមត្រូវហ្នឹងវាជាទូទៅគោលការណ៍សិទ្ធិមនុស្សគេបានកំណត់ស្តង់ដាររបស់គេវាទៅតាមស្តង់ដាររបស់សិទ្ធិមនុស្សអាហ្នឹងការមិនអនុវត្តមិនមែនបានន័យថាសិទ្ធិមនុស្សមិនមានប្រសិទ្ធភាពទេបានន័យថាគោលនយោបាយឬក៏សម័យប្រទេសជាសម័យហ្នឹងមិនបានគោរពសិទ្ធិមនុស្សមិនបានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយបានន័យថាសិទ្ធិមនុស្សឧទាហរណ៍ដូចជាមាសទឹក10អញ្ចឹងវាមិនដែលអន់ដោយសារតែធ្លាក់ទឹកនៅក្នុងដងលាមកទេដកយកពីទឹកដងលាមកចុះមកក៏នៅតែល្អអញ្ចឹងណាបានន័យថាសិទ្ធិមនុស្សនៅតែល្អអញ្ចឹងមកពីប្រទេសវាមិនអនុវត្តអញ្ចឹងហ៎អូខេមកពីប្រទេសបាទត្រឹមត្រូវអូខេអរគុណច្រើនលោកបុត្រស័ក្តិបកស្រាយបានល្អអញ្ចឹងសូមអរគុណអញ្ចឹងបែរមកជួបលោកចន្ទធីមើលថាកុម្មុយនីសហ្នឹងហេតុដូចម្ដេចបានវាមិនគោរពសិទ្ធិមនុស្សហើយវាអនុវត្តទៅតាមតែអំណាចរបស់វាហើយដូចជាប្រទេសយុនជាដើមបានន័យថាប្រទេសជាកុម្មុយនីសហ្នឹងវាតែងតែធ្វើអ្វីឲ្យបានទៅតាមអំណាចរបស់វាអូខេអញ្ចឹងលោកចន្ទធីបន្តបាទកណាអរគុណព្រះអង្គសម្រាប់សម្រួលម្ដងទៀតហើយជំរាបសួរលោកវេក្មិនសុំសាជាថ្មីដើម្បីចូលរួមផ្សាយអំពីនីតិមនុស្សនិតនៅទស្សនៈនយោបាយថ្ងៃនេះខ្ញុំប្រកាសណាសូមចូលរួមជំនុំទី2តាក់ទងនឹងប្រសាសន៍របស់លោកវេក្មិនមិញណាដែលលោកថាភាពមិនអនុលោមទៅតាមស្មារតីច្បាប់សេចក្តីប្រកាសជាសកលគឺជាការដែលរំលោភសិទ្ធិមនុស្សលោកមិនបានមានប្រសាសន៍បែបនោះទេប៉ុន្តែខ្ញុំបែកតម្លៃក្នុងខ្លឹមសាររបស់លោកមានប្រសាសន៍មិញហ្នឹងគឺវាស្ថិតនៅក្នុងការមិនអនុលោមណាការមិនអនុលោមទៅតាមស្មារតីច្បាប់ស្តីពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទើបវាធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សកន្លែងហ្នឹងខ្ញុំចង់ជម្រាបជូនសាធារណជនអ្នកតាមដានឲ្យបានជ្រាបដែរថាទោះជាយ៉ាងណាក៏ដោយទោះជាមានការបំភ្លឺពីប្រមុខរដ្ឋឬក៏អគ្គលេខាធិការមេបកកុម្មុយនីសយួនឬក៏អ្នកណាក៏ដោយជាភាគីយួនពីភាគីវៀតណាមដែលថារដ្ឋាភិបាលវៀតណាមមានសិទ្ធិមិនអនុវត្តកាតព្វកិច្ចគោរពសិទ្ធិមនុស្សលើកតម្កើងតម្លៃភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជូនមនុស្សហើយទៅរកស៊ីជាមួយនឹងបរទេសនៅក្នុងវិស័យពាណិជ្ជកម្មជាមួយនឹងគ្នាគឺខ្ញុំបកករណាសូមឲ្យតម្លៃថាមិនតាន់សមស្របព្រោះបើនិយាយអំពីសន្ធិសញ្ញាអន្តរជាតិនានាស្ដីអំពីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកគេមានលក្ខខណ្ឌ
ប្រទេសកុម្មុយនីក៏ដោយប្រទេសកាន់សេរីក៏ដោយឬក៏ប្រទេសអាណាធិបតេយ្យក៏ដោយគេអត់ខ្វល់ទេសំខាន់ប្រទេសនោះត្រូវមានការកែតម្រង់អំពីប្រព័ន្ធច្បាប់ធ្វើឲ្យមានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សជាកត្តាដែលធ្វើឲ្យប្រទេសនោះមានឱកាសចូលរួមធ្វើពាណិជ្ជកម្មជាមួយនឹងប្រព័ន្ធសកលភាវូបនីយកម្មនៃសកលលោកដោយឡែកខ្ញុំមិននិយាយអំពីកុម្មុយនីសចិនទេខ្ញុំនិយាយពីកុម្មុយនីសវៀតណាមវៀតណាមមិនតាន់ដូរឈ្មោះប្រទេសចេញពីសាធារណរដ្ឋសង្គមនិយមវៀតណាមទេនៅក្នុងមាត្រា14នៃធម្មចម្ពោះ2ធម្មនុញ្ញរបស់វៀតណាមវៀតណាមនៅតែមិនតន់លុបរបបសង្គមនិយមវៀតណាមរបស់ខ្លួនចេញនៅឡើយទេតាក់ទងនឹងការគោរពសិទ្ធិមនុស្សដូច្នេះវៀតណាមបានសរសេរក្នុងមាត្រា14ហ្នឹងនៅក្នុងប្រទេសសង្គមនិយមវៀតណាមសិទ្ធិមនុស្សត្រូវបានគោរពណាសិទ្ធិមនុស្សត្រូវបានគោរពសិទ្ធិមនុស្សត្រូវបានធានាសិទ្ធិមនុស្សត្រូវបានឲ្យតម្លៃដោយរដ្ឋដោយបកដោយច្បាប់នេះគឺជាស្មារតីច្បាប់មាត្រា14ចំពោះ3ចំពោះ2នៃធម្មនុញ្ញរបស់សង្គមនិយមវៀតណាមប៉ុន្តែវាគ្រាន់តែជាអង្គច្បាប់ដែលបានសរសេរនៅក្នុងធម្មនុញ្ញរបស់ខ្លួនតែប៉ុណ្ណោះការអនុវត្តពួកគាត់មិនអនុវត្តព្រោះប៉ះពាល់ដល់ផលប្រយោជន៍ជាតិនៃប្រជាជាតិវៀតណាមមិនត្រឹមប៉ុណ្្នឹងទេមិនមែនត្រឹមមកសិទ្ធិការងារដោយលោកវាគ្មិនមានប្រសាសន៍មិញថាមិនត្រឹមមកសិទ្ធិការងារត្រូវបានរំលោភទេអត្តសញ្ញាណខ្មែរក្រមទាំងមូលត្រូវបានលុបចោលជាសមូហភាពក្នុងការឯកភាពជាតិនៃវៀតណាមប្រជារាស្ត្រវាខ្មែរក្រមជាង10លាននាក់ត្រូវបានអនុញ្ញាតឲ្យកើតមួយថ្ងៃតែមួយកើតក្នុងមួយថ្ងៃជាមួយគ្នាតែម្ដងឲ្យគាត់គឺថ្ងៃ1ខែ1ហើយអត្តសញ្ញាណរបស់ខ្មែរត្រូវបានលុបចោលក្រោមពាក្យស្លោកថាសមហអរណកម្មសញ្ជាតិមហាកុសលវៀតណាមមហាកុសលវៀតណាមតើសិទ្ធិហ្នឹងវៀតណាមបានពីណាមកបានវៀតណាមធ្វើបែបហ្នឹងនៅអង្គការពាណិជ្ជកម្មពិភពលោកវៀតណាមស្រែកក្តែងថាកិច្ចការគោរពសិទ្ធិនោះគឺជាកិច្ចការអតិភិបដែលជាតិនៃប្រជាជាតិវៀតណាមត្រូវបានអនុវត្តមុនគេមកប៉ុន្តែផ្ទុយពីសេចក្តីប្រកាសរបស់ខ្លួនរហូតដល់មានការតវ៉ាពីជនជាតិដើម3ក្រុមតាមដែលខ្ញុំដឹងជនជាតិដើមម៉ុងតាញ៉ាជនជាតិដើមចាមនិងជនជាតិដើមខ្មែរក្រមសម្ដៅទៅអង្គការសហប្រជាជាតិវេទិកាគ្មានអ្នកតំណាង UNPO ដើម្បីសុំយ៉ាងណាឲ្យមានការអន្តរាគមន៍ដល់សមាជិកភាពវៀតណាមជាសមាជិកនៃគណៈអចិន្ត្រៃយ៍គណៈកម្មការសិទ្ធិមនុស្សអន្តរជាតិប៉ុន្តែមកដល់ឥឡូវហ្នឹងវៀតណាមនៅតែមិនគោរពវៀតណាមនៅតែធ្វើវៀតណាមនៅតែ
ប្រព្រឹត្តបទល្មើសរំលោភលើសិទ្ធិមនុស្សដដែលដោយកកខ្យល់កន្លែងហ្នឹងខ្ញុំប្រកាសថាខ្ញុំចង់បាត់ថាខ្ញុំចង់ជំរាបសាធារណជនថាមានតែខ្មែរក្រមតែមួយគត់ដែលជាអ្នកដើមគំនិតសរសេររបាយការណ៍និងប្រមូលធៀបផ្សំបទល្មើសដែលពាក់ព័ន្ធនឹងការរំលោភរបស់វៀតណាមជូនទៅអង្គការសហប្រជាជាតិជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីអំពាវនាវឲ្យមានការយកមកជជែកនៅសភាអន្តរជាតិបើមិនដូច្នេះទេប្រជាជាតិខ្មែរក្រមនៅតែទទួលរងនៅការរំលោភការធ្វើទុកបុកម្នេញខាងផ្លូវចិត្តនិងផ្លូវកាយរៀងរហូតនឹងខ្ញុំចង់ជម្រាបហើយខ្ញុំចង់ចូលរួមនៅក្នុងនីតិចុងក្រោយហ្នឹងហេតុអីបានជាខ្ញុំនៅតែនិយាយរបៀបថាมันអាចទទួលយកបានគ្រាន់តែការអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៃប្រទេសវៀតណាមគេអនុវត្តច្បាប់ផ្សោតហ្នឹងមិនបានជាយើងកាត់ទុកម្លេះប៉ុន្តែច្បាប់នោះគឺជាច្បាប់ដែលធ្វើឡើងក្នុងគោលបំណងបតិកិរិយាបង្កភាពវិនាសកម្មដល់គ្រួសារខ្មែរកម្ពុជាក្រោមដែលកំពុងតែប្រើប្រាស់សិទ្ធិស្របតាមស្មារតីច្បាប់អង្គការសហប្រជាជាតិខ្ញុំមិនតនិយាយដល់ច្បាប់ស្តីពីជនជាតិដើមដែលវៀតណាមជាសមាជិកដែលចុះហត្ថលេខានៅឆ្នាំ2007ហ្នឹងទេខ្ញុំមិនតនិយាយដល់កន្លែងហ្នឹងទេខ្ញុំទៅតែនិយាយពីធម្មនុញ្ញនៃប្រទេសវៀតណាមជំពូក2មាត្រា14ស្តីអំពីសិទ្ធិមនុស្សនិងកាតព្វកិច្ចបរិបទខ្ញុំទៅបញ្ជាដល់កន្លែងហ្នឹងនៅឡើយអញ្ចឹងក្នុងនាមជាបរិបទខ្មែរដើមកំណើតខ្មែរក្រមខ្ញុំអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងក្រៅស្រុកពិសេសសហព័ន្ធខ្មែរកម្ពុជាក្រមត្រូវប្រមូលទិន្នន័យទាំងអស់ផ្សំឲ្យវាទៅជាអង្គហេតុប្រកបមួយគូផ្គងឲ្យវាចេញទៅនៅក្នុងបទល្មើសណាមួយដែលរំលោភលើច្បាប់សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដាក់ទៅអង្គការអន្តរជាតិពិសេសអង្គការពាណិជ្ជកម្មពិភពលោកនឹងឯងដើម្បីឲ្យគេកោះហៅឲ្យគេសួរនាំទូតរបស់វៀតណាមនៅទីនោះថាហេតុអីបានជាប្រទេសណាឯងនៅតែរំលោភសិទ្ធិមនុស្សបែបហ្នឹងដូច្នេះខ្ញុំប្រកាសថាខ្ញុំបាទសូមចូលរួមបន្តិចតាក់ទងនឹងកិច្ចការដែលមិនអនុលោមទៅតាមស្មារតីច្បាប់គឺជាបទល្មើសរំលោភសិទ្ធិមនុស្សដែលកើតឡើងដោយចេតនាអត្តនោម័តពិសេសក្នុងការអនុវត្តឲ្យបានជោគជ័យលើការបំពានប្រជាជាតិខ្មែរកម្ពុជាក្រោមខ្ញុំកណាសូមចូលរួមប៉ុណ្ណឹងគុណចាស់កណាសូមប្រកេតវេទិកាទៅព្រះអង្គវិញកណាសូមអរគុណព្រះអង្គអរគុណលោកចន្ទធីចំពោះការបកស្រាយបាញ់មិញលើបែរមកជួបលោកប៊ុនស័កវិញម្ដងចង់សួរថាតើសិទ្ធិមនុស្សហ្នឹងមានវិធានការយ៉ាងណាដែរចំពោះបកគុំនេះដែលមិនបានគោរពចឹងដូចជាលោកចន្ទធីបានលើកឡើងហ្នឹងគាត់បង្កើតច្បាប់មកគាត់បង្កើតអត់បានគិតអំពីសិទ្ធិមនុស្សទៅវាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅអញ្ចឹងតើសិទ្ធិមនុស្សហ្នឹងមានច្បាប់បង្ខំឲ្យពួកគាត់នឹងអនុវត្តច្បាប់សិទ្ធិមនុស្សដែរទេលោកប៊ុនស័កកណាណៃខ្ញុំកណាស្ដាប់ប្រសងដីកាបដិគុណបានដាច់ប៉ុន្តែខ្ញុំកណាយល់តែហេតុអីបានជាគណៈបកគុំនេះមិនគោរពឬក៏ថារដ្ឋាភិបាលនឹងមិនគោរពឬក៏ថារដ្ឋនឹងមិនគោរពមិនធ្វើអកឡោមភាពតាមច្បាប់គោលការណ៍សិទ្ធិមនុស្សអន្តរជាតិទេបងណាចង់មានសន្និការអញ្ចឹងណាបាទណា
ចង់សួរថាតើសិទ្ធិមនុស្សហ្នឹងមានពិធីសាស្ត្រឬក៏នាំធ្វើយ៉ាងណាឲ្យពួកកុម្មុយនីសហ្នឹងគាត់គោរពច្បាប់សិទ្ធិមនុស្សហ្នឹងបានទេអូខេកណាយល់បានកណាតែមុនខ្ញុំកណាឆ្លើយតបនឹងព្រះអង្គតែកន្លែងទៅនឹងខ្ញុំកណាសូមដែលជូនជាសេចក្តីបញ្យលជាលក្ខណៈប្រៀបធៀបដល់ព្រះអង្គដូចជាបងប្អូនជលវិទ្យាថាចេះខ្ញុំកណាឧទាហរណ៍ថាយើងមានវត្តជាអន្តរជាតិតែជួននេះបាទមានវត្តជាអន្តរជាតិមានវត្តនៅអូស្ត្រាលីមានវត្តនៅកម្ពុជាមានវត្តនៅវៀតណាមមានវត្តនៅជប៉ុនមានវត្តនៅច្រើនមួយចំនួនច្រើនហើយស្រាប់តែវត្តហ្នឹងគាត់បង្កើតជាច្បាប់វត្តមួយជាលក្ខណៈអន្តរជាតិបាទវត្តហ្នឹងគាត់បង្កើតជាគោលនយោបាយឬក៏ជាច្បាប់វត្តមួយជាលក្ខណៈអន្តរជាតិថាណែហាមអ្នកបួសនៅក្នុងវត្តជក់បារីនៅក្នុងវត្តហើយក៏អានេះណែហាមអ្នកបួសនៅក្នុងវត្តអានេះកុំឲ្យជជែកជាមួយបាសក់នៅពេលយប់ឧទាហរណ៍ចឹងចុះហើយអាគោលការណ៍ហ្នឹងគឺជាគោលការណ៍សកលស្ដីអំពីវត្តចឹងណាប្រជាជនជាគោលការណ៍សកលស្ដីអំពីបញ្ញត្តិដែលថានៃហាមអ្នកបួសនៅក្នុងវត្តជក់បារីនៅក្នុងវត្តហើយក៏ហាមអ្នកបួសនៅក្នុងវត្តមិនឲ្យទំនាក់ទំនងជាមួយសំទោសខ្ញុំកណាភ្លេចពាក្យថាបាសក់ភាសានោះគឺមានន័យថាទំនាក់ទំនងខាងក្រៅដែលមិនអ្នកបួសនៅពេលក្រៅវត្តពេលយប់ឧទាហរណ៍ចឹងទៅដល់គេបង្កើតជា international គោលការណ៍មកគោលការណ៍អន្តរជាតិមកនិយាយពីរឿងវត្តហ្នឹងដែលហាមប្រសង់មិនឲ្យណែជក់បារីក្នុងវត្តហ្នឹងស្រាប់តែលោកគ្រូសក្តិជក់បារីស្មាតូខ្ញុំកណាស្មាតូអានេះជាតបដែរណាជក់បារីហើយមានអ្នកបួសខ្លះប្រសង់ខ្លះគាត់ចូលចិត្តនិយាយជាមួយនឹងឧបាសកឧបាសិកាខាងក្រៅទៅពេលយប់បាទដល់ជើងធ្វើយ៉ាងម៉េចបើសិនជាមិនគោរពបើសិនជាមិនធ្វើអនុលោមភាពគឺវាប៉ះពាល់គោលការណ៍អន្តរជាតិស្ដីពីវត្តតែប្រហែលបើសិនតែគោរពតាមគោលការណ៍អន្តរជាតិស្ដីពីវត្តវាទៅជាប៉ះពាល់ប្រយោជន៍ខ្ញុំមែនទេអញ្ចឹងធ្វើយ៉ាងម៉េចបើសិនជាគោរពគោលការណ៍វាប៉ះពាល់ប្រយោជន៍ខ្ញុំក៏ប៉ុន្តែបើសិនជាអ្នកខ្ញុំមិនគោរពវាប៉ះពាល់ដល់គោលការណ៍អន្តរជាតិស្ដីពីការគ្រប់គ្រងវត្តអញ្ចឹងធ្វើម៉េចដូច្នេះបើកាលណាជាលក្ខណៈសកលអញ្ចឹងជាលក្ខណៈអន្តរជាតិអញ្ចឹងប្រជាជនយើងអត់អាចទៅអានេះទាញមនុស្សភ្លាមអញ្ចឹងបានទេអត់ទាញបានទេទីមួយយើងបង្កើតជាគោលការណ៍សន្សំអញ្ចឹងទៅបានអានេះយើងទាញមនុស្សឲ្យគោរពគោលការណ៍ជាអន្តរជាតិនេះជារួមជាមួយគ្នានេះគឺជាមធ្យោបាយមួយនៃការដែលចាប់បង្ខំឲ្យវត្តទាំងអស់នៅលើផែនដីនេះគឺគោរពតាមគោលការណ៍វត្តជាអន្តរជាតិដែលមិនឲ្យអ្នកបួសជក់បារីដែលមិនឲ្យអ្នកបួសទំនាក់ទំនងទៅបសក់ខាងក្រៅពេលយប់គឺយើងត្រូវថាបើអ្នកខ្លះគេទទួលយកតែម្ដងបើអ្នកខ្លះអត់ទទួលយកទេទុកសិនហើយមានវត្តដទៃទៀតធ្វើការតស៊ូមតិទាំងវត្តនេះគោរពតាមគោលការណ៍ទៅបើមិនចឹងមិនត្រូវជាវត្តទេប៉ុន្តែវត្តនៃរដ្ឋខ្លះអត់ទទួលផងទួលខ្ញុំជក់បារីដល់ពេលដើមហើយខ្ញុំជួយចិត្តនិយាយពីយប់ទៅដើមខ្ញុំធ្វើម៉េចដូច្នេះវាត្រូវការពេលវេលាដើម្បីសម្របសម្រួលដើម្បីធ្វើការតស៊ូមតិដើម្បីលបួងឲ្យវត្តនេះគោរពគោលការណ៍ជាសកលស្ដីពីវត្តណាប្រជាជនណាជាទីហោប្រជាជនណាដល់អានេះសេចក្តីថ្លែងការណ៍ស្ដីអំពីសិទ្ធិមនុស្សជាអន្តរជាតិដូចគ្នាព្រះអង្គនិមន្តតូតមើលបងប្អូនជនជាតិតូតមើលមកទល់បច្ចុប្បន្ននេះរដ្ឋយើងនៅកម្ពុជាគឺប្រជាធិបតេយ្យសេរីពូប៉ានឹងសំណាងហើយក្រោយកិច្ចប្រព្រឹត្តកូប៉ារីបានប៉ុណ្ណឹងសំណាងហើយបាទប៉ុន្តែរដ្ឋខ្លះណានៅផ្ដាច់ការកញ្ញុបនៅនឹងណាធ្វើអានេះបានប៉ុន្តែនយោបាយកុំចេះអញ្ចឹងហើយបានជារដ្ឋវៀតណាមអត់មានសេរីភាពនយោបាយពេញលេញអញ្ចឹងហើយបានជារដ្ឋណៃចិនមិនមានសេរីភាពនយោបាយពេញលេញអញ្ចឹងហើយបានជារដ្ឋប្រូណេមិនមានសេរីភាពពេញលេញអញ្ចឹងហើយបានជារដ្ឋកូរ៉េខាងជើងអត់មានសេរីភាពនយោបាយដូចកូរ៉េខាងត្បូងវានៅខ្ញាំចាប់ណែនប៉ែអញ្ចឹងឆ្លើយតបនឹងសំណួរព្រះអង្គសួរខ្ញុំកណាត់ទៅធ្វើម៉េចបដិគុណចម្លើយដល់ត្រឹមត្រូវ take time ត្រូវការពេលវេលាដើម្បីទាញតម្រង់មកចាំមើលនោះព្រះអង្គគោលការណ៍សិទ្ធិមនុស្សអបមកដល់គោលការណ៍សិទ្ធិនោះគឺគោលការណ៍ត្រង់ចេះនេះជាគោលការណ៍សិទ្ធិមនុស្សដែលត្រូវតែវត្តថាយើងត្រូវចេះតែគោរពគ្នាចេះនេះជាគោលការណ៍សិទ្ធិមនុស្សជាសកលឧទាហរណ៍ចឹងចុះ
ក៏ប៉ុន្តែមនុស្សលើផែនដីនេះអាខ្លះចេះអាខ្លះវាចេះអញ្ចឹងដើម្បីឲ្យគោរពតាមគោលការណ៍ជាសកលដែលគេត្រូវឲ្យធ្វើអញ្ចេះធ្វើមិនបដិគុណយើងត្រូវទាញមកទាញបន្តិចម្ដងថាណែកូរ៉េអើយកូរ៉េខាងជើងណាបើកសេរីភាពនយោបាយទៅណែចិនបើកសេរីភាពនយោបាយទៅណែវៀតណាមបើកសេរីភាពនយោបាយទៅណែវៀតណាមរົບសិទ្ធិជនជាតិដើមភាគតិចចេះទៅព្រោះឥឡូវនេះគេមានគោលអន្តរជាតិស្ដីពីជនជាតិដើមភាគតិចគេថាឲ្យធ្វើអញ្ចេះអញ្ចឹងគោរពទៅរដ្ឋនេះមិនចង់គោរពណាគឺធ្លាប់តែធ្វើអញ្ចេះដល់គេឲ្យធ្វើអញ្ចេះវាមិនចង់ធ្វើណាអញ្ចឹងចម្លើយធ្វើមិនបដិគុណ take time ត្រូវការពេលវេលាដើម្បីទាញតម្រង់អញ្ចឹងហើយបានជាវាគ្មានខាងដើមបងចន្ទធីគាត់ថាម៉េចបើទៅពឹងបងឆ្លុះទេត្រូវធ្វើអញ្ចឹងទៅទឹងបងខ្លាត្រូវធ្វើអញ្ចឹងទៅពឹងបងតោត្រូវធ្វើអញ្ចឹងហើយបានគេមានយន្តការមួយត្រូវសរសេររបាយការណ៍ដោយបងចន្ទធីមានប្រសាសន៍មិញត្រូវសរុបជាហេតុការណ៍សរុបជាអង្គហេតុដើម្បីធ្វើជារបាយការណ៍ដាក់ជូនទៅប្អិនខាងលើគឺប្អិនអង្គការសហប្រជាជាតិដើម្បីសហប្រជាជាតិគាត់ដើរប្រាប់សមាជិកទៅណែគោរពសិទ្ធិមនុស្សទៅគោរពទៅនេះគឺជាមធ្យោបាយនៃការទាញតម្រង់ឲ្យធ្វើអនុលោមភាពឲ្យគោរពគឺយ៉ាងដ៏ឆ្ងាញ់ព្រះអង្គអត់មានចម្លើយដែលពីរោះជាងនឹងទៀតទេមានតែប៉ុណ្ណឹងចម្លើយនេះព្រះអង្គណាគឺត្រូវការពេលវេលាហើយនឹងដើរទាញតម្រង់បន្តិចម្ដងមានន័យចឹងបាទសូមប្រគល់ព្រះអង្គជិតវិញអូខេអរគុណហើយចំពោះការបកស្រាយនេះត្រឹមត្រូវហើយអាត្មាចង់ទាញអារម្មណ៍ប្រិយមិត្តមកសិក្សាអំពីប្រទេសសេរីវិញម្ដងប្រទេសសេរីដូចជាប្រទេសសហរដ្ឋអាមេរិកដូចជាលោក Donald Trump គាត់តែចប់ប្រធានាធិបតីលើកទី2នេះគាត់សញ្ញេសិទ្ធិសញ្ញាសិទ្ធិមនុស្សនឹងចោលគាត់អត់យកមកអនុវត្តទេហើយមុននឹងអនុវត្តនៅគោលនយោបាយរបស់គាត់ហ្នឹងគាត់ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ចេញពីស្រុកគាត់ម្ល៉េះហើយមុននឹងដេញប្រជាពលរដ្ឋឲ្យចេញពីស្រុកគាត់ត្រូវតែដកអសិទ្ធិមនុស្សចេញសិនដើម្បីឲ្យកុំឲ្យពាក់ព័ន្ធនឹងសិទ្ធិមនុស្សតើលោកប៊ុនស័កមានការបកស្រាយយ៉ាងណាដែរចំពោះលោក Donald Trump ដែលប្រធានាធិបតីទំចប់ថ្មីហ្នឹងគាត់ដកសិទ្ធិមនុស្សចោលនៅអង្គការស្ដីពីសិទ្ធិមនុស្សហ្នឹងតើលោកប៊ុនស័កមានការប្រយោជន៍យ៉ាងណាដែរអត់លើសំឡេងអាត្មាតាមមើលខ្ញុំកណាពិតជាស្ដាយសំឡេងល្អស្ដាយណាស់បាទស្ដាយណាស់បាទអញ្ចឹងព្រះអង្គមានសន្និកាតទៀតបាទអាត្មាចង់និយាយពីប្រធានាធិបតីសហរដ្ឋអាមេរិកជាប្រទេសសេរីស្ទើរតែគាត់បានជាប់ឆ្នោតជាប្រធានាធិបតីភ្លាមគាត់ដកកាត់សញ្ញេដកសិទ្ធិមនុស្សចេញភ្លាមតើអាហ្នឹងមកពីគោលបំណងនយោបាយរបស់គាត់យ៉ាងណាដែរចំពោះរឿងហ្នឹងស្ដាប់បានទេយ៉ាងអាហ្នឹងប្រតិគុណលើកជាព្រឹត្តិការណ៍នយោបាយអន្តរជាតិត្រឹមត្រូវហើយអានេះមិនចេះព្រះអង្គអើយព្រះអង្គចឹងមកថាបើនិយាយមែនទែនបើថារដ្ឋកុម្មុយនីសថាវាចឹងទៅហើយរដ្ឋសេរីនេះក៏ណាស់ទៅទៀតជួនកាលហ្នឹងបាទអានេះប្រតិគុណចម្លើយដែលត្រឹមត្រូវដែរគឺជាអំណាចនយោបាយគឺជាអធិបតេយ្យភាពនៃរដ្ឋនីមួយៗក្នុងការយល់ឃើញថាតើខ្លួនយល់ឃើញថាណែឧទាហរណ៍ថាណែអាមេរិកកាំងគាត់ដកអានេះឯកភាពសហរដ្ឋអាមេរិកចេញពីក្រមប្រសាចេញជាសមាជិកក្រមប្រសាអានេះសិទ្ធិមនុស្សរបស់អង្គការសហជាតិគឺដោយសារតែនយោបាយរបស់ត្រាំហ្នឹងឧទាហរណ៍ណាបើសិនគាត់បានដកណាគឺជានយោបាយរបស់លោកត្រាំក៏យល់ឃើញថាអត់សំខាន់ទេអញ្ចឹងខ្ញុំមិនបាច់ទៅចំណាយទូតមួយប្រចាំអានេះក្រមប្រសានៃសិទ្ធិមនុស្សសហជាតិមិនបាច់ទេបាទកន្លែងនេះព្រះអង្គចម្លើយដែលត្រឹមត្រូវគឺគ្មានអ្វីដែលក្រៅពីនិយាយថានេះគឺជាឆន្ទៈនយោបាយនេះគឺជាការខលខ្វាយពីរឿងសិទ្ធិមនុស្សនៃរដ្ឋហ្នឹងគាត់យល់ឃើញថាដកក៏ដកទៅដោយសារគាត់យល់ឃើញថាវាមិនសំខាន់អញ្ចឹងកន្លែងនេះធ្វើម៉េចអញ្ចឹងអានឹងពិបាកណាស់បដិគុណអើយអញ្ចឹងបានសរុបទៅវាជាអធិបតេយ្យនៃរដ្ឋគឺគេគិតឃើញអញ្ចឹងក៏ប៉ុន្តែលោកត្រាំដកមិនចុះត្រាំមិនមែនទៅនៅនឹងចេរកាលវាតែងតែមានលោកស្អីមកទៀតទៅគេអាចយល់ឃើញដាច់បាត់អូខេលោក
លោកចន្ទធីធ្វើសេចក្តីសរុបចុងក្រោយសមនាទី3នាទីដើម្បីបញ្ចប់បាទ គណៈអរគុណព្រះអង្គសារជាថ្មីខ្ញុំគណៈសូមចូលរួមជាមួយនឹងសំណួររបស់ព្រះអង្គដែរតាក់ទងនឹងការដកខ្លួនពីគោលការណ៍គោរពសិទ្ធិមនុស្សអន្តរជាតិរបស់លោកត្រាំនៅសហរដ្ឋអាមេរិកលោកប៊ុនសាក់គាត់មានប្រសាសន៍មិនបានខ្លះហើយតាក់ទងនឹងគាត់ថាវាតាក់ទងនឹងអំណាចរបស់រដ្ឋយល់ឃើញល្អឬមិនល្អគឺគេអាចធ្វើតាមការយល់ឃើញគេហៅថាឆន្ទានុសិទ្ធិរបស់គេប៉ុន្តែដល់ឡែកខ្ញុំប្រកាសណាខ្ញុំបាទចង់ជំរាបអ្នកតាមដាននៅក្នុងនីតិផ្សាយបណ្ដុះគំនិតទស្សនៈនយោបាយនេះខ្ញុំចង់ជម្រាបថាលោកត្រាំបានរំលោភលើគោលការណ៍សិទ្ធិមនុស្សហើយទោះលោកត្រាំបានធ្វើបេក្ខការមិនចូលរួមឬក៏ដកខ្លួនចេញពីសមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មការសិទ្ធិមនុស្សអន្តរជាតិក៏ដោយលោកត្រាំបានរំលោភលើគោលការណ៍សិទ្ធិមនុស្សហើយមិនមែនដោយសារតែប្រទេសកុម្មុយនីសទើបបានយើងវិនិច្ឆ័យថាជាការរំលោភសិទ្ធិមនុស្សទេការគោរពសិទ្ធិមនុស្សគឺត្រូវធ្វើឡើងត្រូវបានការពារឡើងដោយច្បាប់ឧទាហរណ៍មានមាត្រាមួយចែងថាមនុស្សគ្រប់រូបមានសិទ្ធិមិនស្ថិតនៅក្នុងការធ្វើទារុណកម្មទោះជាក្នុងស្ថានភាពណាក៏ដោយឧទាហរណ៍ចុះយើងនិយាយប៉ុណ្ណឹងចុះប៉ុន្តែអ្នកអនុវត្តនឹងគាត់ឆក់ឱកាសគាត់មានអំណាចជាងមនុស្សម្នាក់ដែលនៅទល់មុខមួយគាត់ចាប់គេមកគាត់ធ្វើទារុណកម្មគាត់វាយស៊ូចម្លើយតើអំពើនោះគឺជាអំពើរំលោភសិទ្ធិមនុស្សដែរឬទេបើច្បាប់មិនមានចែងថាជនដែលត្រូវចាប់ចងគឺត្រូវតែវាយឲ្យទ្រង់ខ្លួនអត់មានចែងចឹងទេនិយាយឲ្យខ្លីគឺអ្នកដែលប្រព្រឹត្តផ្ទុយនឹងស្មារតីច្បាប់គឺជាកត្តាដែលរំលោភសិទ្ធិមនុស្សយ៉ាងណាមិចដោយលោកត្រាំជាដើមក្នុងការអនុវត្តនីតិវិធីជនអន្តរប្រវេសន៍ប្រមូលជនអន្តរប្រវេសន៍សម្អាតជនអន្តរប្រវេសន៍ចេញពីសហរដ្ឋអាមេរិកខ្ញុំមិនចូលជ្រៅនៅក្នុងទស្សនៈច្បាប់របស់រដ្ឋនីមួយនោះទេប៉ុន្តែខ្ញុំចង់និយាយអំពីការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ធ្វើបែបហ្នឹងគឺជាការរំលោភសិទ្ធិមនុស្សព្រោះធម្មនុញ្ញរបស់សហរដ្ឋអាមេរិកធានាថាសហរដ្ឋអាមេរិកគឺជារដ្ឋកាន់របបប្រជាធិបតេយ្យការពារដោយច្បាប់សិទ្ធិមនុស្សត្រូវបានការពារដោយច្បាប់ពេលដែលយើងចង់ដកខ្លួនចេញពីសមាជិកភាពនៃអង្គការសិទ្ធិមនុស្សចេតនាយើងចង់ទៅរំលោភសិទ្ធិមនុស្សដើម្បីឲ្យរួចផុតពីអង្គច្បាប់និងអង្គហេតុវាមិនខុសអីប៉ូលីសទៅចាប់ចោលហើយវាយចោលនោះទេអូគ្មានច្បាប់ឯណាមកអនុញ្ញាតឲ្យមន្ត្រីនគរបាលយុតិធម៌ពេលដែលចាប់ចោលបានធ្វើទារុណកម្មចោលវាយធ្វើទុកបុកម្នេញលើរាងកាយដើម្បីស៊ូចម្លើយនោះទេការស៊ូចម្លើយត្រូវធ្វើឡើងដោយនីតិវិធីតើអីទៅដែលហៅថានីតិវិធីតាមសេចក្តីចែងនៅក្នុងច្បាប់ទោះជាដឹងថាចោលបានប្រព្រឹត្តលួចបានសម្រេចទុកបន្សល់នៅផ្ទះសនកម្មនៅកន្លែងការហេតុនោះក៏ដោយក៏មន្ត្រីនគរបាលយុតិធម៌មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើទារុណកម្មយកចម្លើយនោះទេតែបើសិនជាក្នុងហេតុផល
ពេលដែលចាប់បានចោលហើយវាយចោលសួរចម្លើយឬក៏បញ្ចេញកំហឹងនោះគឺជាការរំលោភសិទ្ធិមនុស្សព្រោះគោលការណ៍គោរពសិទ្ធិមនុស្សគឺជាគោលការណ៍គោរពច្បាប់ជាគោលកាលណាចង់ជំរាបជូនប្រជាជាតិអ្នកតាមដានទាំងអស់ហ្នឹងដើម្បីឲ្យលោកទៀនជ្រាបថាហើយលោកចន្ទធីនិយាយហ្នឹងដូចនិយាយការពារចោលលោកចន្ទធីនិយាយការពារចោលសោះរបស់ក៏ចោលចាប់បានហើយវាយមិនបានព្រោះគាត់ជាជនល្មើសយើងចង់និយាយថាការគោរពគោលការណ៍សិទ្ធិមនុស្សគឺជាគោរពគោលការណ៍ច្បាប់អញ្ចឹងគ្មានច្បាប់ឲ្យទៅធ្វើទារុណកម្មដល់មនុស្សទេទោះក្នុងស្ថានភាពបែបណាក៏ដោយប្រសិនបើច្បាប់មានចែងថាទោសប្រហារជីវិតត្រូវមានអាហ្នឹងសេចក្តីសម្រេចនោះត្រូវធ្វើឡើងដោយអង្គច្បាប់តាមរយៈដែនយុត្តាធិការនៃសង្គមនីមួយៗហើយត្រូវមានការបើកសវនាការត្រឹមត្រូវវិនិច្ឆ័យទោសត្រឹមត្រូវទើបឈានទៅដល់ការប្រហារជីវិតនោះគឺជាការធ្វើតាមច្បាប់យ៉ាងណាមិញលោកត្រាំក៏ដូចគ្នាលោកត្រាំដកខ្លួនចេញពីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិហើយប្រព្រឹត្តបាត់យុទ្ធនាការប្រឆាំងនឹងជនអន្តរប្រវេសន៍នៅក្នុងកិច្ចការដែលជនអន្តរប្រវេសន៍នៅប្រទេសសហរដ្ឋអាមេរិកនឹងវាមានច្រើនលក្ខណៈច្រើនបែបមិនមែនឲ្យតែអន្តរប្រវេសន៍សុទ្ធតែជាខុសច្បាប់ត្រាំមានសិទ្ធិអនុវត្តចំពោះពួកគេទាំងអស់នោះទេអ្នកខ្លះមិនមានឯកសារសោះអ្នកខ្លះមានឯកសារខ្លះដែរអ្នកខ្លះកំពុងតែបំពេញនីតិវិធីដើម្បីទទួលបានសញ្ជាតិប៉ុន្តែទាំងអស់នោះត្រូវបានត្រាំប្រមូលទាំងអស់តែម្ដងដូច្នេះនេះគឺជាការរំលោភលើគោលការណ៍សិទ្ធិមនុស្សហើយទោះបីប្រទេសនោះជាសហរដ្ឋអាមេរិកក៏ដោយក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវនិងជាអ្នកសិក្សាខ្ញុំសូមវាយតម្លៃបែបនោះហើយតកតងនឹងរឿងមួយទៀតដែលព្រះអង្គសម្រាប់សម្រួលគុណម្ចាស់លោកបានសួរថាលោកបានជំរាបសាធារណៈថាមានហេតុការណ៍អីតកតងនឹងប្រទេសកម្ពុជាទេកាលពីដើមដំបូងនោះដូច្នេះក្នុងនាមជាអ្នកស្រាវជ្រាវខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃប្រទេសកម្ពុជាបន្តិចតកតងនឹងរឿងច្រើនរឿងព្រំដែនផងរឿង scam online អីហ្នឹងផងខ្ញុំចង់ជម្រាបជូនថាក្នុងឋានៈជាពលរដ្ឋកម្ពុជាខ្ញុំមានតែការអំពាវនាវឲ្យមានការដោះស្រាយប្រកបដោយសន្តិវិធីសូមឲ្យមានសន្តិភាពអចិន្ត្រៃយ៍ដើម្បីផ្ដល់តម្លៃដល់មនុស្សដល់តម្លៃដល់ការការពារដោយច្បាប់តែប៉ុណ្ណោះឯងព្រោះខ្ញុំមិនចង់ចូលរួមច្រើនអំពីស្ថានភាពនៃប្រទេសកម្ពុជាដោយសារតែប្រទេសកម្ពុជានឹងលោកមានរាជរដ្ឋាភិបាលកម្ពុជាហើយលោកមានព្រះមហាក្សត្រខ្មែរហើយលោកមានសភាខ្មែរហើយលោកមានប្រធានអាស៊ានហើយលោកមានប្រធាននាយកប្រធានាធិបតីសហរដ្ឋអាមេរិកចូលរួមដោះស្រាយហើយយើងមិនចាំបាច់លូកមាត់លូកកចូលក្នុងសាច់រឿងស្វែងរកដំណោះស្រាយរបស់ថ្នាក់ដឹកនាំជាតិនិងអន្តរជាតិនោះទេខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងអំពីទស្សនៈរបស់ខ្ញុំតទៅនឹងប្រទេសកម្ពុជាប៉ុន្តែលោកស៊ុំលំសាក់លោកប្រហែលជាមាន
កិច្ចការត្រូវបន្តបន្ថែមបន្តិចទៀតសូមអញ្ជើញលោកបាទសូមអញ្ជើញលោកបុណ្យស័ក្តិបាទសូមអញ្ជើញហេតុផលអីបាទខ្ញុំបានជាប់វិញបាទបងឮសម្លេងខ្ញុំនេះបាទ លឺបងលឺបាទ អូខេបាទអញ្ចឹងដល់ពេលខ្ញុំផ្ដាច់ហើយជាប់វិញហើយខ្ញុំគូបន្តកន្លែងណាបងមុននៅទេឡើយ ព្រះអង្គនៅនឹងដែរនឹងប៉ុន្តែបងព្រះអង្គចង់សួរបងថាតើការដកខ្លួនរបស់លោក Donald Trump ចេញពីសន្ធិសញ្ញាសិទ្ធិមនុស្សក្នុងផែនការយុទ្ធនាការសម្អាតអន្តរវេសក្នុងស្រុកតើរឿងនឹងរំលោភសិទ្ធិមនុស្សដែរទេពាក់ព័ន្ធនឹងគោលការណ៍សិទ្ធិមនុស្សដែរទេអូបាទណាពីរឿងលោកត្រាំគាត់ដកសហរដ្ឋអាមេរិកចេញពីក្រមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះការដែលរដ្ឋអធិបតេយ្យមួយដែលគាត់សញ្ញេប្រកាសដកខ្លួនចេញពីរដ្ឋហ្នឹងគឺការសម្រេចដកនេះគឺមិនជាការរំលោភសិទ្ធិមនុស្សទេពីព្រោះអានេះវាជាសេចក្តីសម្រេចបែបអធិបតេយ្យនៃរដ្ឋមួយដែលគេចូលឬមិនចូលគឺជាអធិបតេយ្យភាពហើយក៏ជាសេរីភាពរបស់រដ្ឋនីមួយៗអញ្ចឹងឯងបាទគ្រាន់តែថាគេអាចរិះគន់ទៅលោកត្រាំគេអាចរិះគន់ទៅសហរដ្ឋអាមេរិកថាជារដ្ឋមួយមហាអំណាចគួរតែនៅក្នុងក្រមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិដើម្បីជួយទ្រទ្រង់ដើម្បីជួយគ្រប់គ្រងវិស័យសិទ្ធិមនុស្សនៅលើភពផែនដីចឹងទៅគេអាចថាចឹងបានក៏ប៉ុន្តែការដែលគាត់ដកខ្លួនចេញជារដ្ឋមួយដែលគាត់ដកចេញគឺសួរថារំលោភអត់គឺមិនរំលោភទេអានឹងគឺជាអធិបតេយ្យភាពនៃរដ្ឋនីមួយៗចឹងណាបាទអានេះគឺចឹងបាទប៉ុន្តែយើងមិនចង់ឃើញដកចឹងទេដើម្បីពង្រឹងដល់ការគោរពសិទ្ធិមនុស្សចឹងណាបាទនេះជាចម្លើយរបស់ខ្ញុំគឺជូនព្រះអង្គវិញបងប្អូនជួនទៀតយ៉ាងដូចនេះឯងហើយបើសិនជានៅប្រទេសកម្ពុជាគាត់ប្រកាសដកឧទាហរណ៍ដល់ប្រទេសកម្ពុជាប្រកាសដកតែប៉ុន្តែប្រទេសកម្ពុជាមិនមែនជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហជាតិទេប៉ុន្តែឧបមាចុះឧបមាថាប្រទេសកម្ពុជាជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសហជាតិគឺប្រកាសដកបាទដកក៏ដកបើកម្ពុជាអត់មានបញ្ហាទេគាត់អាចមានការរៀបដកទៅស្អីបំរុងនៅជាមួយនេះជួយគ្រប់គ្រងមកទៅចាំបាច់ដកទៅស្អីគេអាចថាអញ្ចេះបាទក៏ប៉ុន្តែសំណួរសួរថាតើនេះជា violation ជាការរំលោភសិទ្ធិមនុស្សទេតើអត់ទេពីព្រោះអានេះជាឯករដ្ឋមួយក្នុងនៅក្នុងចឹងបាទអានេះគឺជារឿងធម្មតាដោយករណីលោកត្រាំគាត់ដកអញ្ចឹងគាត់ថាបើសិនជាប្រជាជនអាមេរិកកាន់គេយល់ឃើញថាល្អគាត់ជាប់ឆ្នោតតទៀតទៅប៉ុន្តែបើប្រជាជនអាមេរិកកាន់គេយល់ឃើញថាមិនល្អអេលោកឯងមិនដើរដកណាលោកធ្វើជាងជំលេងមកឆ្នោតឲ្យគាត់ធ្លាក់ឆ្នោតវិញយើងទៅឧទាហរណ៍ចឹងចោះចឹងបាទក៏ប៉ុន្តែរឿងកិច្ចការរបស់រដ្ឋាភិបាលលោកត្រាំដោយបងវាគ្មិនចន្ទធីគាត់ថាទៅធ្វើអានេះអំពើមិនជាប្រសើរទៅដល់អន្តរប្រវេសន៍ដែលមានឯកសារអីមិននៅសហរដ្ឋអាមេរិកហ្នឹងអាហ្នឹងគឺបើសិនជាមិនត្រូវតាមនីតិវិធីច្បាប់បើសិនជាមិនត្រូវតាមគោលការណ៍សិទ្ធិមនុស្សអាហ្នឹងគឺរដ្ឋាភិបាលរបស់ត្រាំគឺប៉ះពាល់សិទ្ធិមនុស្សហើយពីព្រោះសិទ្ធិសេរីភាពរបស់មនុស្សគេមានសិទ្ធិដើរហើរគេមានសិទ្ធិចូលសញ្ជាតិតាមបណ្ដាប្រទេសផ្សេងៗតាមភាពសមស្របតាមគោលការណ៍ច្បាប់ក៏ប៉ុន្តែបើគេត្រូវមានឱកាសចូលសញ្ជាតិហើយយើងទៅបដិញ្ញគេចេញដែលប៉ះពាល់ទៅដល់ច្បាប់ជាតិដែលប៉ះពាល់ទៅដល់គោលការណ៍អន្តរជាតិអានឹងគឺជាការរំលោភសិទ្ធិមនុស្សទៅវិញចឹងណាបាទអានេះគឺចឹងបាទសូមអរគុណសូមត្រឡប់ទៅគុណវិញបាទអូខេអរគុណទេតាមពិតទៅនេះគឺជាគោលនយោបាយរបស់ការជាប់ឆ្នោតប្រធានាធិបតីអ៊ីនធឺណិតដំណើរមិនសូវស្រួលសោះខ្ញុំផ្សាយជាការជាប់ឆ្នោតរបស់ប្រធានាធិបតីគេមានគោលនយោបាយកាលណាដែលគេមុននឹងគេអនុវត្តច្បាប់ហ្នឹងដោយសារតែគេប្រកាសគោលនយោបាយតាំងពីដើមទីហើយគេប្រកាសទៅប្រជាពលរដ្ឋគ្រប់គ្រងនៅគោលនយោបាយរបស់គេដល់ពេលគេបានជាប់ឆ្នោតគេអនុវត្តនៅគោលនយោបាយរបស់គេអាហ្នឹងបានន័យថាគេយើងមិនអាចថាគេកើតទេព្រោះហ្នឹងវាជាគោលការណ៍នយោបាយរបស់បេក្ខជនប្រធានាធិបតីគេបានប្រកាសដល់ពេលគេចាប់ឆ្នោតគឺអនុវត្តសិទ្ធិនឹងឯងអូខេអរគុណហើយកម្មវិធីផ្សាយរបស់យើងប៉ុណ្ណឹងចុះមិនមានអីតទៅទៀតទេអញ្ចឹងចាំសប្តាហ៍ចាំស្អែកយើងបន្តអំពីនីតិសិទ្ធិនិងពលរដ្ឋខ្មែរហ្នឹងពលរដ្ឋយើងថ្ងៃស្អែកបន្តទៀត
ទាំងសូមអរគុណលោកចន្ទធីនិងលោកប៊ុនសាក់កម្មវិធីផ្សាយប៉ុណ្ណឹងចាស់សូមអរគុណច្រើនចំពោះការលះបង់ពេលវេលាមកចូលរួមក្នុងការបកស្រាយក្នុងកម្មវិធីរបស់យើងទីរហូតដល់ចប់ មកអរគុណ ចឹងសូមអរគុណចាំស្អែកជួបគ្នាបន្តទៀតសូមអរគុណច្រើនចំពោះប្រិយមិត្តរបស់យើងដែលបានចូលរួមទស្សនាជួយមេត្តាជួយ Subscribe នៅ Channel YouTube ហ្នឹងអ្នកមួយផង KKCTV ហ្នឹងជួយ Subscribe អ្នកមួយហើយនឹងជួយ Follow Page អ្នកមួយផងសូមអរគុណច្រើនដើម្បីឲ្យបានផ្សាយរបស់កម្មវិធីផ្សាយរបស់យើងឲ្យបានដល់គោលបំណងរបស់យើងគឺដែនដីកម្ពុជាក្រមនៅទូទាំងពិភពលោកដើម្បីបានទទួលនៅចំណេះដឹងពីកម្មវិធីរបស់យើងសូមអរគុណច្រើនសូមថ្លែងបង្គំលាសូមចរន្តពរលាក្នុងកម្មវិធីផ្សាយតែប៉ុណ្ណឹងឯងសូមអរគុណច្រើន